កំពូលអ្នកលេងហ្គេមរំដាប់ពិភពលោកម្នាក់គឺបានជ្រើសរើសហ្គេមដ៏លំបាកមួយដើម្បីយកមកលេងប៉ុន្តែតែណាគេទៅដឹងថាហ្គេមដ៏លំបាកនេះគឺបែរជាធ្វើឲ្យគេយកឈ្នះបានទៅវិញដែលធ្វើឲ្យមនុស្សគ្រប់គ្នាគឺមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែនេះគឺជាការឈ្នះលើកទី1ហើយដែលពួកគេគឺបានឃើញទីបញ្ចប់នៃហ្គេមនេះបន្ទាប់ពីគេបានយកឈ្នះហ្គេមដ៏លំបាកនេះហើយគេក៏បានជាយ៉ាងមានមោទនភាពទៅកាន់អ្នកមើល live របស់គេថានឹងមែនគឺជាហ្គេមដ៏កម្រិតលំបាកហ្នឹងខ្ញុំគិតថាវាគឺនៅកម្រិតទី2ទេបើសម្រាប់ខ្ញុំបន្ទាប់ពីគេបាននិយាយទៅកាន់អ្នកមើល live របស់គេយ៉ាងមានមោទនភាពនៅមុននេះហើយគេក៏បានងាកមកចេញយកតែម្ដងដោយមុខរបស់គេគឺពិតជាសពូនខ្លាំងមែនទែនដោយតួឯករបស់យើងគឺគេមិនពេញចិត្តជាមួយនឹងទីបញ្ចប់ដែលគេបានរកឃើញនេះឡើយទោះបីជានេះគឺជាទីបញ្ចប់ទី1នៅក្នុងពិភពលោកនេះដែលគេបានលេងហ្គេមនេះបញ្ចប់ក៏ដោយប៉ុន្តែគឺគេមិនពេញចិត្តទាល់តែសោះយកតែម្ដងហេតុអ្វីបានជាតួអង្គទាំងអស់គឺស្លាប់ទាំងអស់គឺនៅសល់តែតួឯកដែលគេបានលេងនឹងទៅវិញហ្គេមនេះគឺមិនគួរនឹងមានទេដោយគេគឺបានដាក់កម្រិតដ៏លំបាកមួយដើម្បីឲ្យយើងលេងប៉ុន្តែនៅពេលដែលយើងលេងបានបញ្ចប់ហើយដែលធ្វើឲ្យយើងគឺមានដំបៅនៅក្នុងចិត្តរបស់យើងទៅវិញទោះបីជាខ្ញុំបានបញ្ចប់ហ្គេមនេះជា Star Power ជាប់ចំណាប់ថ្នាក់លេខ1នៅក្នុងពិភពលោកនេះក៏ដោយប៉ុន្តែខ្ញុំមានអារម្មណ៍ថានេះគឺមិនមែនជាទីបញ្ចប់ពិតប្រាកដឡើយវាគឺជា bad ending ទៅវិញនៅពេលដែលគេកំពុងតែមិនពេញចិត្តជាមួយនឹងទីបញ្ចប់ដែលគេកំពុងតែទទួលបាននេះដោយនៅពេលនោះស្រាប់តែមានសារមួយលោតចេញមកពីអ្នកដឹកនាំហ្គេមយកតែម្ដងជាដំបូងខ្ញុំអរគុណទៅកាន់អ្នកដែលខំប្រឹងលេងហ្គេមនេះដោយមិនបោះបង់តាំងពីដើមរហូតដល់ចប់ពេលនេះគឺទទួលបានជោគជ័យដោយមិនទាន់មាននរណាម្នាក់ដែលអាចទទួលបានជោគជ័យនៅហ្គេមនេះឡើយអ្នកគឺបានបង្ហាញនៅសមត្ថភាពរបស់អ្នករួចហើយដូច្នេះហើយអ្នកគឺជាក្តីសង្ឃឹមរបស់ពួកយើងសូមមកទីនេះដើម្បីជួយពួកយើងគេកំពុងតែនិយាយអំពីអ្វីហ្នឹងវាមិនដែលអ្នកដឹកនាំហ្គេមណាមកនិយាយជាមួយនឹងអ្នកលេងដោយផ្ទាល់បែបនេះទេគេប្រហែលជា fake account ហើយដូច្នេះខ្ញុំគួរតែ kick គេចេញពី line នេះអីនៅពេលដែលតួឯកប្រុសរបស់យើងគេរៀបនឹងចុច kick អ្នកដឹកនាំហ្គេមនេះចេញពី line ដោយនៅពេលនោះស្រាប់តែមានប្រព័ន្ធមួយគឺចាប់ផ្ដើម error ដែលធ្វើឲ្យគេគឺចាប់ផ្ដើមវិលមុខយកតែម្ដងហ៎តើនេះគឺជាអ្វីហ្នឹងតើមានរឿងអ្វីកើតឡើងចំពោះខ្ញុំពេលដែលតួឯកប្រុសរបស់យើងគេបានបើកភ្នែកត្រឡប់មកវិញគឺគេបានឃើញថាជុំសលេងអីគេហ្នឹងមិនបាននិយាយញ៉ៃម៉េះនៅពេលដែលតួឯកប្រុសរបស់យើងគេកំពុងតែវង្វេងវង្វាន់គេអត់ទាន់ដឹងថាមានរឿងអ្វីកើតឡើងផងស្រាប់តែមានដុំថ្មដ៏ធំមួយគឺបានធ្លាក់សំដៅមកកាន់គេយកតែម្ដងដែលធ្វើឲ្យគេពិតជាស្រែកខ្លាំងមែនទែនហើយគេក៏បានគេចផុតបាត់ទៅបន្ទាប់ពីតួឯកប្រុសរបស់យើងគេបានគេចផុតហើយដែលធ្វើឲ្យគេពិតជាឆ្ងល់ខ្លាំងមែនទែនអើយតើនេះគឺជាអ្វីនឹងតើខ្ញុំកំពុងតែស្ថិតនៅក្នុងសុបិនមែនហើយអ្វីបានជានៅទីនេះគឺមានក្លិនរំសេវខ្លាំងម៉េះពេលនោះធ្វើឲ្យតួឯកប្រុសគេពិតជាមិនយល់សោះយកតែម្ដងតើគេកំពុងតែស្ថិតនៅទីណាហ្នឹងហេតុអ្វីបានជាមានកំភ្លើងធំឲ្យបាញ់ញ៉ៃខ្លាំងម៉េះនៅពេលដែលតួឯកប្រុសរបស់យើងគេបានងាកទៅផ្នែកម្ខាងទៀតគឺគេបានឃើញថាទង់ជាតិបែបនេះនិងអាវប្រភេទបែបនេះគឺអ្នកទាំងអស់គ្នាចាប់ទប់ទល់ឲ្យជាប់កុំឲ្យពួកវាឡើងមកលើប្រទេសរបស់យើងបានដូច្នេះតើស្ថានភាពបែបនេះគឺខ្ញុំកំពុងតែស្ថិតនៅក្នុងសង្គ្រាមមែននៅពេលដែលតួឯកប្រុសរបស់យើងគេបានងាកទៅកាន់ផ្នែកម្ខាងទៀតគឺគេបានឃើញថាគឺមានកងទ័ពមួយគឺបានរត់មកកាន់គេដែលធ្វើឲ្យគេពិតជាឆ្ងល់ខ្លាំងមែនទែនដោយកងទ័ពនោះគឺពិតជាមុខម៉ៅខ្លាំងមែនទែនតើលោកម្ចាស់មានកើតអីអត់ដែលធ្វើឲ្យតួឯកប្រុសរបស់យើងគេពិតជាម៉ៅខ្លាំងមែនទែនតើនេះគឺជាកងទ័ពរបស់សត្រូវមែនគុំចុះមកចិត្តខ្ញុំកន្លែងនេះតួឯកប្រុសរបស់យើងគឺគេបានស្រែកឡើងដូចជែកយកតែម្ដងឲ្យខ្ញុំសូមអភ័យទោសផងលោកម្ចាស់ដ៏ខ្ពង់ខ្ពស់នៅក្នុងស្ថានភាពបែបនេះគឺខ្ញុំមិនអាចធ្វើការគោរពលោកម្ចាស់បានត្រឹមត្រូវនៅមុននេះគឺខ្ញុំពិតជាសូមអភ័យទោសខ្លាំងមែនទែនសូមលោកម្ចាស់បង្ហាញនូវចិត្តសប្បុរសឲ្យខ្ញុំបានការពារលោកម្ចាស់ផងហើយយើងគឺបានឃើញថាគឺគេបាននិយាយទាំងទឹកភ្នែកយកតែម្ដងចំពោះតួឯកប្រុសរបស់យើងបន្ទាប់ពីគេបានឃើញសកម្មភាពរបស់តាហ៊ានម្នាក់នេះហើយដែលធ្វើឲ្យគេក៏ចង់គាំងផងដែរហ្នឹងជុំតើតាចាស់នេះគេកំពុងតែចង់ធ្វើអីគេហ្នឹងហើយអ្វីបានជាគេធ្វើការគោរពមកកាន់ខ្ញុំប្រៀបដូចជាខ្ញុំជាមនុស្សដ៏ខ្ពង់ខ្ពស់ខ្លាំងម៉េះនៅពេលដែលតួឯកប្រុសរបស់យើងគេចង់ដើរទៅចូលទៅចិត្តបរមម្នាក់នោះដើម្បីសួរប៉ុន្តែនៅពេលនោះគេក៏បានឃើញថាគឺមានការវាយប្រហារមួយសម្ដៅមកកាន់គេយកតែម្ដងដែលធ្វើឲ្យគេពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនឲ្យការបន្ទោសនៅមុននេះដែលធ្វើឲ្យតួឯកប្រុសរបស់យើងគេពិតជាខ្ទាតខ្លាំងមែនទែនហើយចង្រៃយោតើនេះគឺជាអ្វីនឹងនៅពេលដែលតួឯកប្រុសរបស់យើងគេបានងាកទៅកាន់តាហ៊ាននៅមុននេះគឺគេបានឃើញថាគឺគេកំពុងតែវេទនាខ្លាំងមែនទែនដែលធ្វើឲ្យតួឯកប្រុសរបស់យើងគេពិតជាស្ងាត់ចិត្តផងដែរហ្នឹងជុំតើមានរឿងអីកើតឡើងនៅទីនេះខ្ញុំនៅតែអត់យល់ទេនេះអ្នកទាំងអស់គ្នាឆាប់មកផ្នែកខាងនេះសត្រូវកំពុងតែព្យាយាមឡើងមកផ្នែកខាងនេះហើយនៅពេលដែលកងទ័ពព្យាយាមទៅទប់ទល់កុំឲ្យសត្រូវឡើងមកដោយនៅពេលនោះគឺយើងបានឃើញថាកងទ័ពគឺបានធ្លុះខ្លួនម្ដងម្នាក់យកតែម្ដងចំពោះតួឯកបន្ទាប់ពីគេបានឃើញទស្សនវិជ្ជាដ៏ស្ដែងមួយនេះហើយដែលធ្វើឲ្យគេពិតជាតក់ស្លុតខ្លាំងមែនទែនបើយើងងាកទៅមើលតាហ៊ានវិញគឺយើងបានឃើញថាគឺគេចាប់ផ្ដើមធ្លុះខ្លួនម្ដងម្នាក់យកតែម្ដងគឺពិតជាអណយអធមខ្លាំងមែនទែននៅចំពោះមុខរបស់តួឯករបស់យើងនឹងតើពួកគេមិនមែនធ្វើសង្គ្រាមជាមួយនឹងមនុស្សទេតើនៅផ្នែកម្ខាងទៀតជាអ្វី
ដោយយើងគឺបានឃើញថាសត្រូវដែលកងទ័ពមួយនេះបានប្រយុទ្ធជាមួយនឹងគឺជាពេញពីងដ៏ធំមួយនេះនឹងឯងដោយវាគឺបានឡើងមកផ្នែកខាងលើប៉មនេះហើយវាក៏បានបញ្ចេញនូវសម្រែកទៅដាក់តួឯប្រុសរបស់យើងផងដែរដែលធ្វើឲ្យតួឯប្រុសរបស់យើងគេពិតជាថ្លង់ខ្លាំងមែនទែនដោយនៅពេលនោះគឺយើងបានឃើញថាគេមានកងទ័ពមួយក្រុមទៀតគឺគេបានរត់មកដើម្បីព្យាយាមទប់ទល់ជាមួយនឹងបិសាចពេញពីងដ៏ធំមួយនេះហើយប៉ុន្តែនៅវិនាទីនោះដែលវាគឺបង្កើតជាបរិយាកាសដ៏រន្ធត់ខ្លាំងមែនទែនគឺមានអ្នកខ្លះគឺបានដាច់ក្បាលមានអ្នកខ្លះគឺបានដាច់ខ្លួនជាពីរដែលធ្វើឲ្យតួឯប្រុសរបស់យើងគឺគេពិតជាញ័រយកតែម្ដងហេតុអ្វីបានជារាងកាយរបស់ខ្ញុំគឺមិនអាចផ្លាស់ទីបានអញ្ចឹងវាគឺគ្មានផ្លូវទេថានេះគឺជាការពិតនោះវាគឺគ្រាន់តែជាសុបិនឬក៏ជាការសម័យរបស់ខ្ញុំតែប៉ុណ្ណោះប៉ុន្តែក្នុងស្ថានភាពមួយនេះហេតុអ្វីបានជាវាដូចជាការពិតខ្លាំងម៉េះព្រះអង្គម្ចាស់ដ៏ខ្ពង់ខ្ពស់ដាវបរិសុទ្ធវាយប្រហារតើហេតុអ្វីបានជាព្រះអង្គភ្ញាក់ផ្អើលខ្លាំងម៉េះតើបរិសម្នាក់នេះគេគឺជាលូកាសខ្ញុំដឹងថាអ្នកគឺប្រហែលជាប៉ះពាល់ខួរក្បាលហើយប៉ុន្តែខ្ញុំពិតជាសប្បាយចិត្តណាស់ដែលអ្នកនៅតែចង់ចាំឈ្មោះអ្នកបម្រើផ្ទាល់ខ្លួនរបស់អ្នកនៅពេលដែលតួឯប្រុសរបស់យើងបានឮថាអ្នកបម្រើផ្ទាល់ខ្លួនហើយនៅចំពោះមុខរបស់គេគឺជាតួអង្គដែលគេធ្លាប់លេងដែលធ្វើឲ្យគេក៏ចង់បាច់ញើសផងដែរហ្នឹងពិតជាគាំងខ្លាំងមែនតើប្រសិនបើគេគឺជាលូកាសពិតប្រាកដអញ្ចឹងមិនមានន័យថាខ្ញុំគឺកំពុងតែស្ថិតនៅក្នុងហ្គេមហេតុអ្វីបានជាខ្ញុំបាច់ជាមកស្ថិតនៅក្នុងហ្គេមបែបនេះទៅវិញព្រះអង្គម្ចាស់ខ្ញុំគឺមិនអាចបញ្យល់ទៅកាន់ព្រះអង្គម្ចាស់បានច្រើនទេប៉ុន្តែនៅពេលនេះអ្វីដែលខ្ញុំអាចប្រាប់បានយើងគឺកំពុងតែប្រយុទ្ធជាមួយនឹងកងទ័ពរបស់រាជធានីពីងពាងខ្មៅនៅក្នុងស្ថានភាពមួយនេះទុកឲ្យតួបង្គំគឺជាអ្នកបើកផ្លូវឲ្យព្រះអង្គម្ចាស់ប្រសិនបើព្រះអង្គម្ចាស់បានឃើញឱកាសគឺឆាប់ទៅមុនទៅគឺមិនចាំបាច់ខ្វល់អំពីតួបង្គំឡើយតើហេតុអ្វីបានជាគេព្យាយាមការពារខ្ញុំខ្លាំងម៉េះហើយថែមទាំងហៅខ្ញុំនៅឋានៈដ៏ខ្ពង់ខ្ពស់ទៀតផងតើខ្ញុំគឺជានរណាពិតប្រាកដទៅនៅពេលនេះហើយគេក៏បានកាត់មកមួយសន្ទុះក្រោយមកគឺចាំបានឃើញថាតួឯប្រុសរបស់យើងជាមួយនឹងលូកាសគឺគេបានចូលមកដល់ក្នុងមន្ទីររបស់ពួកគេវិញហើយដោយតួឯប្រុសរបស់យើងនៅពេលនោះគេក៏បានសួរទៅកាន់លូកាសថាតើឆ្នាំឥឡូវនេះតើវាគឺជាឆ្នាំទីម៉ានហើយដោយឆ្នាំនេះគឺជាឆ្នាំទី649ចំពោះទីតាំងពេលវេលានិងស្ថានភាពនៅពេលនេះគឺជាទីតាំងនៃការចាប់ផ្ដើមហ្គេមដំបូងតាប៉ុន្តែនៅពេលនេះខ្ញុំគឺជាដូច្នេះតើនៅពេលនេះឈ្មោះរបស់ខ្ញុំគឺ Aswan Hater តែមែនទេនោះវាគឺត្រឹមត្រូវហើយព្រះអង្គម្ចាស់ដ៏ខ្ពង់ខ្ពស់ដោយយើងគឺឃើញថាតួឯប្រុសរបស់យើងគេពិតជាហួសចិត្តខ្លាំងមែនទែនហឺយហេតុអ្វីបានជាវាទៅជាបែបនេះដោយនៅពេលនេះខ្ញុំគឺជាអាចោរមួយទៀតនោះដោយតួឯប្រុសរបស់យើងគេក៏បាននិយាយអំពីប្រវត្តិរបស់តួអង្គ Aswan Hater នេះផងដែរដោយគេគឺជាព្រះបុត្រាទី3គេគឺជាមេបញ្ជាការដែលបានដឹកនាំទ័ពជាច្រើនសែននាក់ដើម្បីមកតំបន់នៃទីក្រុង Fortress City នេះនឹងឯងហើយក៏បានធ្វើឲ្យកងទ័ពទាំងអស់គឺត្រូវបាត់បង់ជីវិតរួមទាំងគេផងដែរដោយតួអង្គ Aswan Hater Ever Black នេះគឺជាតួអង្គដែលគេតម្រូវឲ្យងាប់នៅវគ្គចាប់ផ្ដើមដំបូងយកតែម្ដងគឺចាប់ផ្ដើមបើកហ្គេមមកគឺងាប់នឹងឯងជាពិសេសតួអង្គនេះគឺជាតួអង្គដែលមហាសែនអត់ប្រយោជន៍ជាងគេបំផុតហើយនៅក្នុងហ្គេមនេះប៉ុន្តែនៅពេលនេះវាបែរជាខ្លាចទៅជារូបខ្ញុំនៅពេលនេះទៅវិញហើយគេក៏បានកាត់មកមួយកន្លែងទៀតវិញម្ដងដោយយើងឃើញថាតួឯប្រុសរបស់យើងគឺគេបានឆ្លោះកញ្ចក់ហើយក៏បានដៀលខ្លួនឯងយកតែម្ដងអាឈួតតើហេតុអ្វីបានជាឯងនាំជីវិតរបស់មនុស្សរាប់សែននាក់មកបោះបង់ចោលជាមួយនឹងឯងដូច្នេះក្រែងឯងជាមនុស្សដែលអត់ប្រយោជន៍ហើយហេតុអ្វីបានជាឯងមកធ្វើលយនៅទីនេះអើយក៏ឃើញមុខវាគឺធ្វើឲ្យខ្ញុំឈឺក្បាលហើយនៅពេលនេះទោះជាយ៉ាងណាក៏ដោយគឺខ្ញុំធ្លាប់បានបញ្ចប់ហ្គេមនេះម្ដងរួចទៅហើយដោយខ្ញុំគឺបានដើរតួធ្វើជាលូកាសដោយកម្រិតសាកល្បងដំបូងនេះការដែលខ្ញុំលេងហ្គេមខ្ញុំបានដើរតួធ្វើជាលូកាសខ្ញុំអាចអូសរំលងឬក៏ចុច skip វាបានប៉ុន្តែនៅពេលបច្ចុប្បន្ននេះវាបែរជាខ្លាចទៅជាបញ្ហាដ៏ធំសម្រាប់ខ្ញុំទៅវិញដោយនៅពេលនោះតួឯប្រុសរបស់យើងគេក៏បានធ្វើការស្រែកហៅប្រព័ន្ធឲ្យបង្ហាញខ្លួនយកតែម្ដងអត់ទេខ្ញុំគឺមិនត្រូវគិតរឿងបរាជ័យទេទោះខ្ញុំកំពុងតែខ្លាចទៅជាតួអង្គដែលអត់ប្រយោជន៍ជាងគេបំផុតនៅក្នុងហ្គេមនេះក៏ដោយខ្ញុំគឺធ្លាប់បានបញ្ចប់ហ្គេមនេះម្ដងរួចទៅហើយដូច្នេះហើយខ្ញុំគឺគ្មានអ្វីដែលត្រូវព្រួយបារម្ភអំពីវាទេខ្ញុំគឺមានទាំងបទពិសោធន៍និងចំណេះដឹងអំពីហ្គេមនេះដូច្នេះហើយខ្ញុំគឺត្រូវតែគ្រប់គ្រងស្ថានភាពមួយនេះឲ្យនៅក្នុងកំណត់ដៃរបស់ខ្ញុំហើយគេក៏បានកាត់មកមួយសន្ទុះក្រោយមកបន្តពីតួឯប្រុសរបស់យើងគេបានឆែកមើលប្រព័ន្ធរបស់គេហើយដែលធ្វើឲ្យគេពិតជាសង្ហាចិត្តខ្លាំងមែនទែនតើវាមិនទាំងអាចទៅរួចទៅតើនេះគេចង់សម្លាប់មនុស្សទាំងរស់ហើយតើនេះដោយយើងគឺបានឃើញថាគ្រាន់តែពេញពីងកម្រិតធម្មតាគឺមានរវល់ទៅដល់55បាត់ទៅហើយចំពោះពេញពីងមេតបគឺមានរវល់ទៅដល់60ហើយ
ថែមទាំងរាជនីបិសាចមួយទៀតដែលធ្វើឲ្យតួឯកប្រុសរបស់យើងគេពិតជាសង្ហាចិត្តខ្លាំងមែនទែនហើយវាគឺមានទៅដល់រាប់សែនពីពីងឯណោះនៅពេលដែលតួឯកប្រុសរបស់យើងគេបានពិនិត្យមើលអាវុធដែលត្រូវយកមកទប់ទល់គឺគេបានឃើញថាគឺមានតែមួយដើមតែប៉ុណ្ណោះគឺកម្រិត SO ដែលបានប្រើម៉ាណាដែលធ្វើឲ្យគេពិតជាគាំងខ្លាំងមែនទែនតើហ្គេមនេះគឺចង់សម្លាប់មនុស្សទាំងរស់ហើយតើនេះដោយតួឯកប្រុសរបស់យើងនៅពេលនោះគេក៏បានសម័យដូចជាគេគឺកំពុងតែដាក់ដៃលើ keyboard ហើយនឹងម៉ៅដើម្បីលេងហ្គេមអញ្ចឹងគឺគេកំពុងតែស្រូបយកចំណេះដឹងដែលគេធ្លាប់បានលេងហ្គេមនេះត្រឡប់មកវិញហើយគេក៏បានកាត់មកមួយកន្លែងទៀតគឺជើងបានឃើញថាគឺមានជើងបរមម្នាក់គឺបានធាក់ទ្វារយកតែម្ដងណាលូកាឲ្យលឿនឡើងឆាប់ទៅហៅក្រុមដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំមកទាំងអស់មកតើអ្នកចង់និយាយអំពីក្រុមសមាជិកពិសេសហ្នឹងមែនយើងគឺគ្មានពេលបកស្រាយច្រើនទេឆាប់ទៅហៅពួកគេលឿនមកហើយគេក៏បានកាត់មកមួយសន្ទុះក្រោយមកគឺជើងបានឃើញថាក្រុមពិសេសគឺបានមកជុំគ្នាហើយដោយកញ្ញាដែលបានកាន់នៅបងវេទមន្តម្នាក់នេះនាងគឺមានឈ្មោះថាលីលីចំពោះអបិមុខម៉ៅនេះគេគឺមានឈ្មោះថា Ken ហើយចំពោះបរិសដែលជា introvert ម្នាក់នេះគេគឺមានឈ្មោះថា Damen នៅពេលដែលតួឯកប្រុសរបស់យើងគឺបានឃើញថា Damen គឺដូចជាប្លែកជាងគេពេកគេក៏បានធ្វើការសួរចំយកតែម្ដងហេតុអ្វីបានជាអ្នកអង្គុយអោបពងអញ្ចឹងដោយនៅពេលនោះលីលីគេក៏បានធ្វើការឆ្លើយជំនួសទៅកាន់ Damen ដោយសារតែនៅថ្ងៃនេះគឺគេបានបាត់បង់សមមិត្តម្នាក់ដែលជាជំនួយការរបស់គេនឹងឯងដែលធ្វើឲ្យគេគឺមានអារម្មណ៍សោកសៅខ្លាំងមែនទែនដូច្នេះហើយគឺសូមគុំប្រកាន់គេអីនៅក្នុងថ្ងៃនេះខ្ញុំហៅអ្នកទាំងអស់គ្នាមកជុំគ្នាក៏ព្រោះតែខ្ញុំគឺចង់បញ្យល់អំពីផែនការសម្រាប់អ្នកទាំងអស់គ្នាដែលត្រូវធ្វើនៅថ្ងៃស្អែកដូច្នេះហើយសូមស្ដាប់ដោយយកចិត្តទុកដាក់ចំពោះអ្នកដំបូងលីលីដោយសារតែអ្នកគឺជាគ្រូវេទមន្តដែលមានថាមពលដែលអាចបង្កើតជាការបន្ទុដ៏ខ្លាំងនៅថ្ងៃស្អែកអ្នកត្រូវតែធ្វើជារនាំងដើម្បីការពារពួកយើងអំពីការវាយប្រហាររបស់បិសាចពីងពីងអ្នកគឺដើរតួធ្វើជាតែងចំពោះអ្នកវិញកែនដោយសារតែអ្នកគឺជាអ្នកកាន់រនាំងហើយនឹងជាណៃដែលបានកាន់ដាវស្រាប់ដូច្នេះហើយវាគឺពិតជាងាយស្រួលសម្រាប់អ្នកនៅថ្ងៃស្អែកអ្នកគឺត្រូវតែធ្វើសកម្មភាពឲ្យស្ងាត់ស្ងៀមបំផុតដើម្បីចូលទៅក្នុងជួរតបរបស់សម្បុកពីងពីងហើយរំខានពួកគេតាមអ្វីដែលអ្នកអាចធ្វើទៅបានគឺវាប្រៀបដូចជាយកតែងតកោបើគេអញ្ចឹងចំពោះអ្នកដែលមែនដោយសារតែអ្នកគឺជាអ្នកព្យាបាលនៅក្នុងក្រុមនេះតួនាទីនៅថ្ងៃស្អែករបស់អ្នកគឺជាអ្នកលួចវាយឆ្មក់ដ៏សម្ងាត់បំផុតទៅកាន់គោលដៅដែលសំខាន់បំផុតនៅពេលដែលដាមែនបានលើកអំពីតួនាទីរបស់គេនៅថ្ងៃស្អែកហើយដែលធ្វើគេពិតជាសង្កត់ចិត្តខ្លាំងមែនទែនហើយបានជាមិនសម្រាប់គេលើនឹងតែម្ដងទៅចំពោះតួនាទីរបស់ដាមែនហ្នឹងគឺដូចជាអ្នកកាន់ sniper អញ្ចឹងគឺបាញ់ពីចង្អាយចង្អាញអ្នកចុងក្រោយលូកាសអ្នកគឺត្រូវតែធ្វើជាមេបញ្ជាការដើម្បីដឹកនាំកងទ័ពទាំងអស់ដើម្បីបើកការវាយប្រហារដោយនៅពេលនោះកេនគេពិតជាខឹងខ្លាំងមែនទែនតើអ្នកហៅផែនការអាចរបស់អ្នកថាជាគម្រោងការមែនទេអ្នកបានបញ្ជាពួកយើងឲ្យទៅធ្វើរឿងដែលខុសជំនាញរបស់ពួកយើងដូច្នេះហើយតើអ្នកអាងឋានៈរបស់អ្នកគឺជាប្រជាបុត្រដ៏ខ្ពង់ខ្ពស់នឹងតែមែនទេដោយនៅពេលនោះដែលធ្វើឲ្យតួឯកប្រុសរបស់យើងគេក៏ចង់បាច់ញើសផងដែរហ្នឹងហើយគេក៏បានបដិសេធថានេះគឺមិនជាពាក្យសម្ដីដែលបាននិយាយមកកាន់គេដូច្នេះហើយគេគឺអត់ទទួលឡើយគឺជាពាក្យសម្ដីដែលបាននិយាយមកកាន់រាងកាយមួយនេះដែលគឺជាអានេះហ្នឹងឯងតើកែនឯងគឺមានគំនិតចង់ប្រឆាំងជាមួយនឹងពាក្យបញ្ជារបស់យើងមែនទេតើឯងកំពុងតែចង់ប្រឆាំងជាមួយនឹងពាក្យបញ្ជារបស់កូនប្រុសរបស់អធិរាជមែនទេតើឯងកំពុងតែប្រមាថមកកាន់ខ្សែរាជវង្សទាំងមូលតើមែនទេនៅពេលដែលកេនបានឃើញអាញយ៉ាងដូចប្លែកៗខ្លាំងពេកគឺខុសអំពីមនុស្សដែលគេធ្លាប់បានស្គាល់ដែលធ្វើឲ្យគេក៏ចង់បាច់ញើសផងដែរហ្នឹងឯងអត់ទេខ្ញុំគឺមិនមែនចង់មានន័យបែបហ្នឹងឯងប៉ុន្តែគឺខ្ញុំចង់មានន័យថាពួកយើងគឺធ្វើការខុសជំនាញគឺអាចនឹងប៉ះពាល់ទៅដល់អាយុជីវិតរបស់យើងនៅពេលដែលបានលើពាក្យសម្ដីរបស់កេនដែលបាននិយាយហើយគេក៏បានងើបឈរអំពីកៅអីរបស់គេក៏បានដកកូនកំបិតដែលបានសៀតចង្កេះរបស់គេហ្នឹងដើម្បីបើកការវិភាហាចាក់ទៅកាន់លីលីយកតែម្ដងដែលនៅពេលនោះធ្វើឲ្យមនុស្សគ្រប់គ្នាគេពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនតែអ្នកគិតថាខ្ញុំគឺជាមនុស្សដែលមិនឲ្យតម្លៃទៅកាន់មនុស្សជុំវិញខ្លួនរបស់ខ្ញុំមែនទេដែលនៅពេលនោះដែលធ្វើឲ្យកេនគេពិតជាបាច់ញើសខ្លាំងមែនទែនហើយគេក៏បាននិយាយក្នុងចិត្តរបស់គេផងដែរដោយសារតែមុននេះគេគឺជាអ្នកបញ្ឆាំងសោះប៉ុន្តែបើជាទៅដាក់ពីនៃលីលីទៅវិញតើអាចម៉ាស៊ីននេះគេកំពុងតែចង់ធ្វើអីគេនឹងប៉ុន្តែនៅភ្លាមនោះគូចង់បានឃើញថាកន្លែងដែលបានចាក់ហ្នឹងគឺបានលេចចេញនៅអណ្ដាតភ្លើងយកតែម្ដងដែលធ្វើឲ្យលីលីខ្លួនឯងក៏នាងបានភ្ញាក់ផ្អើលផងដែរដូច្នេះហើយសមត្ថភាពរបស់អ្នកគឺជាស្បែកភ្លើងតើខ្ញុំនៅតែខុសទៀតដែលបានជ្រើសរើសឲ្យអ្នកធ្វើជាតែងហ្នឹងដោយនៅពេលនោះគេក៏បានធ្វើការបញ្ចេញនូវស្នាមញញឹមរបស់គេយកតែម្ដងខ្ញុំគឺមិនចង់ធ្វើសកម្មភាពដូចជាជាតិឬក៏ហិចបែបនេះទេប៉ុន្តែដោយសារតែអ្នកគឺបានបញ្ជូនខ្ញុំឲ្យស្ថិតក្នុងស្ថានភាពដែលតូចច្រកបែបនេះដូច្នេះហើយសូមគុំបន្ទោសខ្ញុំអីនៅពេលដែលលីលីបានឃើញទឹកមុខយ៉ាងចម្លែកពេកដែលធ្វើឲ្យនាងក៏ចង់បាច់ញើសផងដែរហ្នឹងហើយនាងក៏បានធ្វើការសួរទៅកាន់ហេតុអ្វីបានជាគេដឹងអំពីសមត្ថភាពរបស់នាងទាំងដែលនាងគឺមិនទាន់ដឹងខ្លួនឯងផងហ្នឹងវាគឺអត់ទាន់សំខាន់ទេនៅពេលនេះដូច្នេះហើយគឺមិនបាច់ទាន់ចង់ដឹងឯអ្នកបន្ទាប់កែន
ឥឡូវនេះគឺខ្ញុំយល់ហើយគឺខ្ញុំជប់សង្ស័យអំពីកម្រងការរបស់អ្នកហើយដូចអ្វីដែលខ្ញុំបាននិយាយចឹងសមត្ថភាពរបស់អ្នកទាំងអស់គ្នាគឺអត់សំខាន់ទេគឺអាចផ្លាស់ប្ដូរបានគ្រប់ពេលវេលាប៉ុន្តែផែនការដែលអាចធ្វើបានទៅរួចគឺពិតជាកម្រដូច្នេះហើយគួរតែធ្វើអត់ដោយនៅពេលនោះកែនគេក៏បានធ្វើការគិតផងដែរហើយទោះឲ្យប្រុសរបស់យើងគេក៏បានលើកកម្រិតដើម្បីបង្ហាញទៅកាន់កែនយកតែម្ដងតើអ្នកនៅតែគិតអំពីរឿងអ្វីទៀតដោយនៅពេលនោះកែនគេក៏បានធ្វើការបកស្រាយយ៉ាងលឿនយកតែម្ដងថាគេគឺមានគោលបំណងដើម្បីប្រឆាំងឡើយគឺគេនឹងយកស្រូវអំពីកម្រងការមួយនេះហើយទីបំផុតគឺនៅសល់តែអ្នកតែម្នាក់គត់ដាមែនហើយទោះឲ្យប្រុសរបស់យើងគេក៏បានធ្វើការទុកកំបិតហើយគេក៏បានបោះជំហានដើរទៅកាន់ដាមែនយកតែម្ដងតើអ្នកមានភ្នែកដ៏ខ្លាំងទៅអត់តើហេតុអ្វីបានជាអ្នកមិនយកវាមកប្រើតើអ្នកខ្លាចអ្វីដោយមិត្តភក្តិរបស់អ្នកគឺបានស្លាប់នៅទីនោះតើអ្នកគឺមិនចង់ធ្វើជាចំណែកមួយដើម្បីជួយសង្គ្រោះសងសឹកទៅកាន់គេទេតើមែនទេតើអ្នកនៅតែចង់ធ្វើជាជនកំសាកដល់ពេលណាទៀតបើសិនបើមិត្តភក្តិរបស់អ្នកបានឃើញអ្នកនៅពេលនេះថាគេគឺគ្រាន់តែលះបង់ជីវិតដើម្បីជួយសង្គ្រោះមនុស្សដែលអត់ប្រយោជន៍នឹងកំសាកម្នាក់តើគេនឹងមានអារម្មណ៍បែបណាដោយនៅពេលនោះដែលមែនគេពិតជាយំខ្លាំងមែនទែនហើយក៏បានសួរទៅកាន់តួឯប្រុសរបស់យើងផងដែរតើហេតុអ្វីបានជាព្រះអង្គម្ចាស់នាំពួកយើងមកស្ថិតក្នុងស្ថានភាពបែបនេះនៅពេលដែលតួឯប្រុសរបស់យើងបានលើសំណួរមួយនេះហើយដែលធ្វើឲ្យគាត់គឺឆ្លើយអត់ចេញយកតែម្ដងដោយសារតែម្ចាស់រូបរាងកាយដែលគាត់កំពុងតែនៅនេះគឺគ្រាន់តែជាមនុស្សដែលអត់ប្រយោជន៍ម្នាក់តែប៉ុណ្ណោះដោយនៅពេលនោះដែលមែនគេពិតជាយំខ្លាំងមែនទែនគឺគេបានយំស្រែកទៅកាន់អាសឲ្យចាប់បកគលអ្វីដែលបានបាត់បង់ហ្នឹងគឺបកគលមកកាន់គេវិញឲ្យអស់មកដោយសារតែអាសគឺជាអ្នកចាប់ផ្ដើមនៅរឿងនេះនឹងឯងចំពោះអាសនៅពេលនោះគេក៏បានដាក់ដៃទៅលើស្មារបស់ដាមែនហើយគេក៏បាននិយាយទៅកាន់ដាមែនថាអ្នកអាចស្ដីបន្តមកកាន់ខ្ញុំបានប្រសិនបើអ្នកចង់ប៉ុន្តែចំពោះមិត្តភក្តិរបស់អ្នកដែលបានលះបង់ជីវិតដើម្បីជួយអ្នកគឺគេមិនចង់ឃើញអ្នករងចាំការស្លាប់បន្ទាប់ពីគេឡើយគឺគេចង់ឃើញអ្នករស់រានមានជីវិតបន្តទៅមុខទៀតបើគេលះបង់ជីវិតដើម្បីឲ្យអ្នករងចាំស្លាប់បន្ទាប់ពីគេតើនេះគឺមានប្រយោជន៍អ្វីទៅអ្នកត្រូវតែទៅឲ្យឆ្ងាយជាងនេះដើម្បីមនុស្សជាទីស្រឡាញ់របស់អ្នកសម្រាប់ពេញពាងទាំងអស់នោះជាមួយនឹងខ្ញុំនៅពេលដែលសង្គ្រាមនេះបានបញ្ចប់ហើយមិនថាអ្នកចង់ប្រមាថឬក៏ចង់វាយដំមកកាន់ខ្ញុំគឺខ្ញុំនឹងទទួលយកទាំងអស់ប៉ុន្តែនៅពេលនេះគឺខ្ញុំបានបញ្ជាអ្នកក្នុងនាមខ្ញុំគឺជាមេបញ្ជាការនៅទីនេះប្រសិនបើអ្នកចង់យកជីវិតរបស់ខ្ញុំដើម្បីដោះដូរជាមួយនឹងមិត្តភក្តិរបស់អ្នកខ្ញុំគឺមិនខ្លាចក្នុងការប្រគល់ទៅឲ្យអ្នកទេដោយនៅពេលនោះដាមែនគេក៏បានយកព្រមដើម្បីធ្វើការវាយប្រហារទៅកាន់បិសាចពីពីនេះទាំងអស់គ្នាយកតែម្ដងដោយតួនាទីរបស់គេគឺជា Sniper ឬក៏ជាអ្នកវាយឆ្មក់ទៅកាន់គោលដៅសំខាន់ហ្នឹងឯងសាច់រឿងគឺគេបានលេបបន្តមកព្រឹកស្អែកដោយយើងគឺបានឃើញថាលីលីជាមួយនឹងកែនពួកគេគឺកំពុងតែរៀបនឹងចេញទៅធ្វើបេសកកម្មរបស់ពួកគេហើយកាត់មកកាន់កន្លែងរបស់លូកាសវិញដោយនៅពេលនោះគេក៏បានស្រែកទៅកាន់ទាហានដែលនៅផ្នែកខាងក្រោយគេនឹងឲ្យប្រុងប្រៀបឲ្យហើយទៅបិសាចគឺបានមកដល់ហើយអ្នកទាំងអស់គ្នាប្រុងប្រៀបវាយប្រហារបន្ទាប់ពីបានបើកការវាយប្រហារនៅមុននេះហើយប៉ុន្តែរាជធានីពេញពីងគេនៅតែមិនបង្ហាញខ្លួនទៀតដូចជាមានអ្វីដែលចម្លែកតើពួកគេគឺចេះគិតមែនទេដោយនៅពេលនោះអាគេក៏បានបញ្ជាឲ្យដាមែនហ្នឹងគឺសំឡងទៅកាន់ផ្នែកខាងនេះមើលហេតុអ្វីបានជាវាទលេខុសពីធម្មតាខ្លាំងម៉េះខ្ញុំគឺបានឃើញពេញពីងមួយគឺកំពុងតែអង្គុយនៅទីនោះដោយគេគឺអត់មានធ្វើសកម្មភាពអ្វីទាំងអស់មើលទៅអ្វីដែលអ្នកបានឃើញប្រហែលជាមេដឹកនាំរបស់ពួកគេដែលជារាជធានីពេញពីងហ្នឹងឯងទីបំផុតយើងបានរកឃើញឯងហើយដោយនៅពេលនោះអាគេក៏បានបញ្ជាកងទ័ពគឺបង្វែរកណ្ដុងទៅកាន់ទិសដៅរាជធានីពេញពីងនេះហើយចំពោះអ្នកដែលបានបាញ់កំភ្លើងនេះគឺជាដាមែននឹងឯងដែលធ្វើឲ្យគេគឺពិតជាញ័រខ្លាំងមែនទែនដោយសារតែគេគឺជា healer សោះប៉ុន្តែមកឲ្យគេកាន់កំភ្លើងឡើងប៉ុណ្ណាណីនេះខ្ញុំគឺអត់ដែលបាញ់កំភ្លើងពីមុនមកទេតើខ្ញុំកាន់ចឹងត្រូវអត់ចុះបើសិនបើខ្ញុំបាញ់ខុសតើគិតមិននេះគឺជាគ្រាប់ម៉ែណាគឺមានតម្លៃណាដាមែនអ្នកអាចបាញ់ខុសបានប៉ុន្តែមិនចាំបាច់បន្ទោសខ្លួនឯងទេព្រោះស្ថានភាពនៅពេលនេះគឺវារញ៉េរញ៉ៃស្រាប់ហើយដូច្នេះហើយនៅពេលនេះគឺអ្នកមិនចាំបាច់ដាក់សម្ពាធទៅលើខ្លួនឯងឡើយដោយនៅពេលនោះដាមែនគេក៏បានបើកភ្នែកពិសេសរបស់គេហើយគេក៏បានទាញកាយកំភ្លើងពេញមួយទំហឹងយកតែម្ដងណាអ្នកមើលស្គូបមិនអីវាបាញ់ត្រូវគោលដៅហើយអ្នកទាំងអស់គ្នាបន្ទាប់ពីដាមែនគេបានបាញ់ត្រូវហើយដែលធ្វើឲ្យគេគឺទទួលបានពាក្យសរសើរខ្លាំងមែនទែននេះគឺជាលើកទី1របស់ឯងមែនអត់ហ្នឹងហេតុអ្វីបានចែកបាញ់ត្រូវល្អម៉េះឯងគឺមិនមែនជាបរិសុទ្ធខ្សោយបន្តទៀតទេនេះនៅពេលដែលពួកគេកំពុងតែសប្បាយចិត្តនៅពេលនោះគេក៏បានសង្កេតឃើញតើហេតុអ្វីបានជាពេញពីនេះវានៅតែមកទៀតគឺមេរបស់វាគឺបានងាប់ទៅហើយព្រះអង្គម្ចាស់ខ្ញុំបានឃើញថាវាគឺចាប់ផ្ដើមកម្រើករាងកាយរបស់វាហើយនៅពេលដែលបានលើដូច្នេះហើយដែលធ្វើឲ្យគេគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដោយគេគឺបានយកស្គូបមកពិនិត្យមើលខ្លួនឯងតែម្ដងនៅពេលដែលគេបានឃើញថារាជធានីពេញពីនេះគឺចាប់ផ្ដើមហៀលខ្លួនឯងហើយដែលធ្វើឲ្យគេគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដោយគេគឺចាប់ផ្ដើមងើបមកហើយថែមទាំងកែនតបមកបន្ថែមទៀតផងដោយពពួកកងតបពេញពីគឺវាបានបុកមកចំនួនគុណនឹង2
ในจำนวนดำរបស់វាយកតែម្ដងណាដែលធ្វើឲ្យអាគេពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនហេតុអ្វីបានជាមុននេះរាជធានីពីងពាងនេះគឺនៅតែមិនងាប់ទៀតតើហ្គេមនេះគឺកំពុងតែលេងសើចជាមួយនឹងខ្ញុំមែនទេដោយពីងពាងតូចតាចដូច្នេះសោះបើជាអាចទប់ទល់ជាមួយនឹងគ្រាប់ម៉ាណាបានកាត់មកកាន់កន្លែងកេនវិញដែលធ្វើឲ្យគេគឺពិតជាហត់ខ្លាំងមែនទែនដោយគេគឺបានទាញម៉ាណាផូសិនដើម្បីយកមកផឹកមួយប៉ុន្តែនៅពេលដែលគេរៀបនឹងចេញទៅបោះការវាយប្រហារគឺគេបានឃើញថាគឺបានបាត់អស់លីងដែលធ្វើឲ្យគេគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនកាត់មកកាន់កន្លែងរបស់អាវិញដែលធ្វើឲ្យគេគឺកំពុងតែបាច់ញើយដោយសារតែគេគឺមានព័ត៌មានអំពីនាងឡើយកាលពីជីវិតដែលគេលេងហ្គេមហ្នឹងគឺគេបានកាប់នាងត្រឹមតែមួយដាវតែប៉ុណ្ណោះគឺងាប់បាត់ហើយប៉ុន្តែនៅពេលនេះវិញគឺគេបានបាញ់មួយកំភ្លើងធំម៉ាណាហើយប៉ុន្តែនាងគឺនៅតែមានជីវិតទៀតតើបិសាចមួយនេះគឺបានខុសប្លែកអំពីអ្វីដែលខ្ញុំបានជួបនៅក្នុងហ្គេមតែមែនទេហេតុអ្វីបានជាធ្វើឲ្យនាងខ្លាំងជាងមុនបែបនេះឬក៏គេមិនអនុញ្ញាតឲ្យនាងស្លាប់នៅពេលនេះដោយសារតែនេះគឺជាវគ្គសាកល្បងដំបូងដោយនៅពេលនោះគឺមានទាហានម្នាក់គឺបានស្រែកទៅកាន់អាថាគឺកំភ្លើងធំនេះគឺបាញ់បានត្រឹមតែ3ដងទៀតតែប៉ុណ្ណោះគឺបាញ់លេងបានហើយដែលធ្វើឲ្យអាគេពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនជុំតើនេះគឺពិតជាមានដែនកំណត់បែបនេះមែនឬតើពិភពលោកនេះគឺកំពុងតែបង្ខំខ្ញុំឲ្យដើរដល់ផ្លូវទាល់ហើយតើមែនទេដោយបិសាចនៅចំពោះមុខរាប់ពាន់ក្បាលជាមួយនឹងគ្រាប់កំភ្លើង3គ្រាប់នៅពេលដែលអាគេកំពុងតែគិតដោយនៅពេលនោះគេក៏បានសង្កេតឃើញថាគឺមានពីងពាងដ៏ធំមួយគឺកំពុងតែដើរសម្ដៅមកកាន់ពួកគេហើយបើតាមខ្ញុំស្គាល់នៅក្នុងហ្គេមវាគឺជាអ្នកបំបាយថ្មដែរដោយនៅពេលនោះតួឯប្រុសរបស់យើងគឺគេបានស្រែកពេញមួយទំហឹងយកតែម្ដងគឺបញ្ជាឲ្យអ្នកទាំងអស់គ្នានឹងគឺឆាប់ការពេលលឿនជាពិសេសអ្នកដែលកាន់កំភ្លើងធំគឺត្រូវតែតម្រង់ទៅកាន់ពីងពាងដែលធំជាងគេនោះឲ្យលឿនទៅដោយយើងគឺបានឃើញថាកំភ្លើងធំគឺបានបាញ់ទៅជាច្រើនគ្រាប់ខ្លាំងមែនទែនប៉ុន្តែគឺវាមិនស្គៀបទៅកាន់ស្បែករបស់ពីងពាងដ៏ធំនេះឡើយគឺវាបានស្ទុះតែមួយផ្លែតតែប៉ុណ្ណោះគឺវាបានសម្រុកមកដល់ផ្នែកខាងមុខយកតែម្ដងគឺយើងបានឃើញថាគឺវាបានបំបាច់ជញ្ជាំងនេះបាត់ទៅហើយបន្ទាប់ពីកំផែងរបស់ប្រទេសត្រូវបានបែកហើយដោយនៅពេលនោះយើងក៏បានឃើញថាគឺមានវងពីងពាងជាច្រើនគឺកំពុងតែសម្រុកចូលទៅផ្នែកខាងក្នុងយកតែម្ដងបើយើងងាកទៅមើលតួឯប្រុសរបស់យើងវិញគឺយើងបានឃើញថាគឺគេបានកពុលមុខបាត់ទៅហើយខ្ញុំគឺមិនបានរៀបចំគម្រោងការដើម្បីទប់ទល់ជាមួយនឹងបិសាចអស់ទាំងនេះនៅផ្នែកខាងក្នុងនេះឡើយនៅពេលនេះតើខ្ញុំគួរតែទប់ទល់ជាមួយនឹងបិសាចអស់ទាំងនេះដោយរបៀបណាទៅអ្វីដែលយើងត្រូវធ្វើនៅពេលនេះគឺត្រូវតែសម្រាប់រាជធានីពីងពាងរបស់ពួកគេចោលដើម្បីឲ្យពួកគេគឺបាក់ស្បានិងបែកវងគ្នាត្រឡប់ទៅវិញនៅពេលដែលអាគេរៀបនឹងបញ្ជាទៅកាន់ដាមែននៅពេលនោះគឺគេបានឃើញថាដាមែនគឺគេពិតជាខំប្រឹងខ្លាំងមែនទែនដោយភ្នែករបស់គេគឺឡើងសរសៃបាត់ទៅហើយកាត់មកកាន់សមរភូមិចូលមុខនៅផ្នែកខាងក្រោមវិញដែលនៅពេលនោះគឺយើងបានឃើញថាលូកាសគឺគេពិតជាខំប្រឹងខ្លាំងមែនទែនមួយខ្វាច់របស់គេគឺបានដាច់បិសាចពី3យកតែម្ដងអ្នកទាំងអស់គ្នាត្រូវទប់ទល់ឲ្យជាប់គឺមិនឲ្យបិសាចទាំងនេះគឺឡើងទៅដល់កំផែងដែលបានផ្ទុកកំភ្លើងម៉ាណានោះឡើយបើយើងងាកទៅមើលអាដែលនៅផ្នែកខាងលើវិញក៏យើងបានឃើញថាគេពិតជាឈឺចាប់ខ្លាំងមែនទែននៅពេលដែលគេបានឃើញថាគ្មានមនុស្សជាច្រើនគឺកំពុងតែព្យាយាមទប់ទល់ដើម្បីពន្យាពេលឲ្យគេប៉ុន្តែគេគឺបាជារនឹកមិនឃើញវិធីអ្វីសោះយកតែម្ដងដោយនៅពេលនោះដែលធ្វើឲ្យអាគេពិតជាស្លន់ខ្លាំងមែនទែនដោយសារតែគេគឺធ្លាប់តែកាន់ម៉ៅដើម្បីបញ្ជាចុចលេងអញ្ចឹងប៉ុន្តែនៅពេលនេះគេបានជាអ្នកដឹកនាំដោយផ្ទាល់ប៉ុន្តែគឺគេបានឃើញថាគឺមានកងទ័ពជាច្រើនគឺបានដកមួយនៅចំពោះមុខគេយកតែម្ដងនៅក្នុងស្ថានភាពដែលពោរពេញទៅដោយភាពអស់សង្ឃឹមនៅពេលនោះគឺយើងបានឃើញថាគឺមានសម្រែកមួយគឺបានស្រែកពេញមួយទំហឹងយកតែម្ដងដោយអ្នកដែលបានស្រែកនៅមុននេះគេគឺជាកែននឹងឯងខ្ញុំបានប្រាប់គេឲ្យធ្វើសកម្មភាពស្ងាត់ប៉ុន្តែនៅពេលនេះគេបានជាបង្ហាញខ្លួននៅពេលនេះរឿងដែលខ្ញុំហាមឃាត់នៅពេលនេះគឺបានកើតឡើងហើយគេនៅតែប្រើសមត្ថភាពដែលជាណៃរបស់គេដោយកែនគឺគេបានដក Mana Potion មួយមកផឹកហើយគេក៏បានស្រែកពេញមួយទំហឹងយកតែម្ដងថាខ្ញុំគឺជាកែនខ្ញុំគឺជាណៃរបស់ចក្រភពមួយនេះបន្ទាប់ពីសម្រែករបស់គេហើយដោយយើងគឺបានឃើញថាគឺវងពេញពីងជាច្រើនគឺគេបានរត់សម្ដៅទៅរកគេយកតែម្ដងដែលធ្វើឲ្យគេក៏ចង់ភ័យផងដែរហ្នឹងហើយគេក៏បានរត់បកទៅក្រោយពិតជាលឿនខ្លាំងមែនទែននៅពេលដែលកែនគេកំពុងតែរត់ដែលនៅពេលនោះគេក៏បានសង្កេតឃើញមានដុំថ្មមួយដែលនៅចំពោះមុខគេផងដែរដែលធ្វើឲ្យគេគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនដល់ពេលដែលយើងត្រូវបង្ហាញនៅជំនាញពិតរបស់យើងហើយឲ្យយើងទៅធ្វើជាអ្នករំខានស្អីគេឲ្យយើងទៅធ្វើជាអ្នករារាំងអីគេគឺគ្មានប្រយោជន៍មែនដោយនៅពេលនោះគេក៏បានស្រែកទៅកាន់កែនផងដែរថាឯងគឺមិនអាចប្រើជំនាញផ្ទាល់ខ្លួនរបស់ឯងបានទេបន្ទាប់ពីឯងបានផឹក Mana Potion យ៉ាងច្រើនដូចនេះនោះនៅពេលនោះដែលធ្វើឲ្យកែនគេពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែគេគឺបានឃើញថាជំនាញរបស់គេគឺត្រូវបានរំសាយចោលបាត់ហើយវាគឺមិនមែនជាកំហុសរបស់ខ្ញុំទេខ្ញុំគឺជាមេបញ្ជាការខ្ញុំបានដាក់ផែនការឲ្យគេត្រឹមត្រូវហើយប៉ុន្តែគេគឺជាអ្នកដែលចង់បង្ហាញនូវសមត្ថភាពខ្លួនឯងប៉ុន្តែវាក៏ជាកំហុសរបស់ខ្ញុំផងដែរដែលខ្ញុំគឺបានមើលមនុស្សខុសខ្ញុំគឺមិនគួរហៅមនុស្សអំនួតបែបនេះមកធ្វើការឲ្យខ្ញុំទេប៉ុន្តែចំពោះស្មារតីនៃភាពជាអ្នកប្រយុទ្ធរបស់គេខ្ញុំនឹងទទួលស្គាល់មិនមែនសម្រាប់តែកែនតែម្នាក់ទេប៉ុន្តែសម្រាប់មនុស្សគ្រប់គ្នាដែលបានលះបង់ជីវិតនៅទីនេះខ្ញុំនឹងសម្លាប់ពួកគេទាំងអស់
មិនថាមធ្យោបាយបែបណាក៏ដោយដែលហ៊ានឆក់យកជីវិតកូនចៅរបស់ខ្ញុំដោយតួឯករបស់យើងគេក៏បានសម័យអំពីសកម្មភាពដែលគេបានលេងហ្គេមនេះនៅលើផែនដីផងដែរការស្លាប់របស់ពួកគេនៅក្នុងហ្គេមគឺប្រៀបដូចជា NPC មួយសម្រាប់ខ្ញុំតែប៉ុណ្ណោះគឺគ្រាន់តែជាតួអង្គដែលគេបានបង្កើតឡើងគឺវាគ្មានការជឿចាប់គ្មានអត្ថន័យនិងគ្មានសំណួរដែលនៅពីខាងក្រោយនេះឡើយដែលធ្វើឲ្យវាក្លាយទៅជារឿងធម្មតាទៅហើយសម្រាប់ NPC ដែលបានស្លាប់ប៉ុន្តែនៅពេលនេះគឺខ្ញុំបានយល់ហើយមនុស្សដែលរស់នៅទីនេះគឺសុទ្ធតែមានជីវិតពិតប្រាកដដោយនៅពេលនោះដែលធ្វើឲ្យតួឯកប្រុសរបស់យើងគេពិតជាខឹងខ្លាំងមែនទែននៅពេលនេះដោយសារតែគេគឺបានយល់អំពីអត្ថន័យនៃភាពជឿចាប់ដែលបានបាត់បង់នេះហើយពួកអាបិសាចដេរឆានថ្ងៃនេះគឺយើងនឹងមិនឲ្យឯងដកថយសូម្បីតែមួយជំហានចាក់ចេញពីទីនេះបានឡើយកាលនៅផែនដីខ្ញុំអាចនឹងមិនខ្វល់អំពីការស្លាប់របស់ពួកគេប៉ុន្តែនៅពេលនេះជីវិតរបស់ពួកគេម្នាក់ៗគឺសុទ្ធតែផ្ញើនៅលើដៃរបស់ខ្ញុំហើយដោយនៅពេលនោះគឺយើងបានឃើញថាគឺមានពេញពីមួយគឺគេរៀបនឹងបើកការវិបហាទៅកាន់តួឯករបស់យើងហើយប៉ុន្តែនៅពេលនោះគឺយើងបានឃើញថាគឺមានដាវបរិសុទ្ធគឺបង់ធ្លាក់មកពេញមួយទំហំចំវាយកតែម្ដងឯងតើឯងគិតថាឯងគឺជាអ្នកណាដែលចង់ទៅប៉ះព្រះអង្គម្ចាស់របស់យើងនោះដោយនៅពេលនោះគឺយើងបានឃើញថាអាវពេញពីងនេះគឺវាមិនទាន់បានស្លាប់ទាំងស្រុងឡើយដោយតួឯកប្រុសរបស់យើងគេក៏បានដកកូនកំបិតដែលសៀតនឹងចង្កេះរបស់គេគឺគេបានអាកខ្វាច់យកតែម្ដងយើងគួរតែសម្លាប់ពួកគេមុនពេលដែលពួកគេគឺអាចសម្លាប់យើងបានដាមែនតើអ្នកនៅតែអាចបន្តបាញ់បានទៀតអត់បើយើងងាកទៅមើលស្ថានភាពរបស់ដាមែនគឺយើងបានឃើញថាគេពិតជាទ្រុឌទ្រោមខ្លាំងមែនទែនដោយនេះគឺជាការបាញ់លើកទី4របស់គេហើយដោយគេគឺបានបាញ់ពេញមួយទំហំយកតែម្ដងគឺយើងបានឃើញថាគឺគ្រាប់ម៉ែណាដ៏ធំនេះគឺបានទៅត្រូវជាមួយនឹងរាជិនីពេញពីងនេះហ្នឹងឯងបន្ទាប់ពីផ្សែងបានរសាត់បាត់ទៅដោយនៅពេលនោះរាជិនីពេញពីងនេះគឺគេមិនអីឡើយដែលធ្វើឲ្យតួឯកប្រុសរបស់យើងគឺគេអស់អីវាចាយកតែម្ដងទាហានម្នាក់ៗគឺគេចាប់ផ្ដើមអស់សង្ឃឹមហើយតើនេះគឺជាការបញ្ចប់តើមែនទេតើខ្ញុំមិនអាចផ្លាស់ប្ដូរអ្វីបានទេឬកាំភ្លើងក៏ជិតខូចទាហានក៏កំពុងតែព្យាយាមទប់ទល់កុំឲ្យបិសាចឡើងមកផ្នែកខាងលើចំពោះដាមែនផ្នែករបស់គេក៏កាន់តែដុនដាបទៅហើយដោយនៅពេលនោះតួឯកប្រុសរបស់យើងគេពិតជាអស់សង្ឃឹមខ្លាំងមែនទែនគឺគេបានទម្លាក់ដៃចុះយកតែម្ដងប៉ុន្តែនៅពេលនោះក៏មានទាហានអ្នកគឺគេបានឆ្លោះកែវយិតគឺគេបានឃើញថារាជិនីបិសាចពីពីនេះគឺគេចាប់ផ្ដើមត្រូវរបួសហើយដោយសកាដ៏ក្រៅរបស់គេហ្នឹងគឺចាប់ផ្ដើមធ្លាក់មកជាដុំយកតែម្ដងដែលធ្វើឲ្យតួឯកប្រុសរបស់យើងគេពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនតើវាគឺជាការពិតមែនដោយនៅពេលនោះទាហានអ្នកនេះគឺគេបាននិយាយទៅកាន់តួឯកប្រុសថាប្រសិនបើយើងគឺអាចបាញ់បានម្ដងទៀតគឺប្រហែលជាអាចសម្លាប់វាបានហើយប៉ុន្តែគឺយើងបានឃើញថាគឺមានដុំពឹសដ៏ធំមួយគឺបានបាញ់មកម្ដងទៀតហើយដែលវាគឺបង្កើតជាការបន្ទោសនៅចំពោះមុខតួឯកប្រុសរបស់យើងយកតែម្ដងនៅពេលដែលតួឯករបស់យើងគឺកំពុងតែធ្លាក់ដោយនៅពេលនោះស្រាប់តែមានពន្លឺពណ៌មាសអ្វីមួយគឺលេចឡើងនៅចំពោះមុខគេដែលធ្វើឲ្យគេគឺបានបើកភ្នែកត្រឡប់មកវិញគឺគេបានឃើញថាអ្នកដែលបានជួយសង្គ្រោះគេនៅពេលនេះគឺជាលូកាសហ្នឹងឯងព្រះអង្គម្ចាស់គឺមានត្រូវរបួសត្រង់កន្លែងណាអត់នៅពេលដែលគេបាននិយាយហើយគឺយើងបានឃើញថាគឺគេចាប់ផ្ដើមក្អួតឈាមយកតែម្ដងតើព្រះអង្គម្ចាស់ចាំអត់កាលពីពេលនោះកាលពី20ឆ្នាំមុនដោយតួឯកប្រុសរបស់យើងនៅពេលនោះគេក៏បាននិយាយថាគេគឺចង់ចាំឡើយហើយគេក៏បាននិយាយក្នុងចិត្តរបស់គេផងដែរការដែលគេលេងហ្គេមដំបូងហ្នឹងគឺដើរតួជាតួអង្គលូកានេះហ្នឹងឯងប៉ុន្តែគឺគេអត់បាននិយាយអំពីប្រវត្តិអីទាំងអស់គឺចាប់ផ្ដើមនៅសាច់រឿងហ្គេមយកតែម្ដងបើព្រះអង្គម្ចាស់មិនចាំទុកឲ្យខ្ញុំជាអ្នករំលឹកវាទៅកាន់ព្រះអង្គម្ចាស់កាលពីពេលនោះគឺពួកយើងគឺធ្លាប់មានពាក្យសន្យាមួយជាមួយនឹងគ្នាដោយខ្ញុំនឹងសន្យាជាមួយនឹងលោកម្ចាស់ថាខ្ញុំនឹងក្លាយទៅជាណៃម្នាក់ដ៏អស្ចារ្យនៅក្នុងពិភពលោកនេះហើយនឹងបម្រើតែលោកម្ចាស់តែម្នាក់គត់មូលហេតុដែលឈានទៅដល់ការសម្បត្តិនៅពេលនោះព្រោះគឺមានតែព្រះអង្គម្ចាស់តែម្នាក់គត់ដែលមើលឃើញទូលបង្គំនិងមើលឃើញអំពីសមត្ថភាពនៃគុណដៅរបស់ទូលបង្គំទោះបីជាទូលបង្គំមិនមែនជាណៃដែលបានសិក្សាក្នុងសាលាដូចជាគេក៏ដោយមិនថាកាលពីពេលមុនឬក៏ឥឡូវខ្ញុំគឺនៅតែគោរពលោកម្ចាស់ជានិច្ចតើនេះគឺជាស្ថានភាពអ្វីហ្នឹងតើគេមិនមែនជាតួឯកនៅក្នុងពិភពលោកនេះទេឬប្រសិនបើតួឯកបានស្លាប់ដោយរបៀបនេះតើពិភពលោកនេះនឹងទៅជាយ៉ាងណាព្រះអង្គម្ចាស់ដ៏ខ្ពង់ខ្ពស់វាគឺមិនទាន់បានបញ្ចប់ទេគឺនៅតែមានអ្នកនៅរស់ដូច្នេះគឺមានន័យថាខ្ញុំបានកែប្រែសាច់រឿងនេះគឺបានសម្រេចហើយតើមែនទេដោយនៅពេលនោះលីលីគឺគេកំពុងតែប្រើរាងកាយរបស់នាងនឹងដើម្បីទប់ទល់ជាមួយនឹងបិសាចកុំឲ្យមកបើកការវិបហាមកកាន់ពួកគេយកតែម្ដងហើយក៏បានប្រាប់ទៅកាន់អាហ្នឹងគឺកុំឲ្យមកចិត្តនាងឲ្យសោះយើងគឺគ្មានពេលច្រើនទេដូច្នេះហើយព្រះម្ចាស់គួរតែចាប់ចាក់ចេញពីទីនេះលឿនទៅកុំឲ្យការស្លាប់របស់ពួកយើងគឺអត់ប្រយោជន៍អី
នៅពេលដែលបានលើកពាក្យសម្ដីដែលលីលីបាននិយាយថាឲ្យគេរត់ចាក់ចេញពីទីនេះតែម្នាក់ឯងយករួចខ្លួនតែម្នាក់ឯងដែលធ្វើគេគឺពិតជាមើលចិត្តខ្លាំងមែនទែនខ្ញុំគឺមិនអាចរត់ចេញយករួចខ្លួនតែម្នាក់ឯងបានឡើយបើយើងស្លាប់គឺស្លាប់ទាំងអស់គ្នាបើយើងរស់គឺរស់ទាំងអស់គ្នាបើសិនបើយើងឈ្នះគឺឈ្នះទាំងអស់គ្នាដោយនៅពេលនោះតួឯករបស់យើងគេក៏បានងាកទៅមើលកាភ្លើងគឺគេបានឃើញថាកាភ្លើងនេះប្រហែលជានៅអាចដំណើរការបាននៅឡើយទេដាមែនខ្ញុំដឹងថាខ្ញុំគឺបានទាមទារពីឯងគឺខ្លាំងពេកហើយព្រះអង្គម្ចាស់ខ្ញុំគឺសូមសម្រេចហើយនៅពេលនេះខ្ញុំគឺមិនចង់រស់បន្តទៀតទេដាមែនតើឯងគិតថានៅក្នុងពិភពលោកនេះគឺមានតែឯងតែម្នាក់ទេតើមែនទេដែលចង់សម្រាកបែបនេះនោះនៅពេលដែលសម្រាកហើយតើនៅមានរឿងល្អអ្វីខ្លះដែលនឹងចូលក្នុងជីវិតរបស់ឯងរួចហើយឯងនឹងបន្តជីវិតថ្មីរបស់ឯងនៅក្នុងនរកតើមែនទេដែលនៅពេលនោះដាមែនគេក៏បានឆ្លើយថាបាទដែលធ្វើឲ្យតួឯងប្រុសរបស់យើងគេពិតជាមើលខ្លាំងមែនទែនយីអាចោលម៉ាស៊ីននេះវិញឯងខំនិយាយប៉ុណ្្នឹងហើយឯងនៅឆ្លើយបាទទៀតក្នុងពិភពលោកនេះគឺខ្ញុំទទួលស្គាល់ថាវាគឺពិតជាមានកម្រិតដ៏លំបាកពិតប្រាកដមែនប៉ុន្តែតើឯងដឹងទេតើស្ថានភាពដែលឯងកំពុងតែនៅពេលនេះគឺគ្រាន់តែជាការចាប់ផ្ដើមនៃជីវិតតែប៉ុណ្ណោះឥឡូវនេះគឺខ្ញុំនឹងទៅវាយហើយខ្ញុំគឺចង់ចំណាយពេលអត់ប្រយោជន៍ជាមួយនឹងមនុស្សកំសាកដូចជាឯងទេប្រសិនបើឯងចង់ស្លាប់ដល់ថ្នាក់នេះទៅហើយខ្ញុំនឹងបំពេញបំណងរបស់ឯងទៅចុះចាប់ដាវនេះហើយដាក់លើករបស់អ្នកឥឡូវនេះតើអ្នកយល់ទេប្រសិនបើអ្នកមិនចង់ដើរផ្លូវជាមួយនឹងខ្ញុំគឺគ្រាន់តែធ្វើវាទៅប៉ុន្តែប្រសិនបើអ្នកចង់រស់វិញអ្នកនឹងក្លាយទៅជាកូនសោរបស់ខ្ញុំអ្នកនឹងក្លាយទៅជាគ្រាប់អុករបស់ខ្ញុំនេះគឺជាអ្វីដែលខ្ញុំត្រូវការអំពីអ្នកដាមែនបន្ទាប់ពីតួឯកប្រុសរបស់យើងគឺគេបានសម្ដែងនឹងបញ្ជាក្នុងនាមគឺជាមេបញ្ជាការបានយ៉ាងល្អដោយនៅពេលនេះគឺគេបាន unlock skill ថ្មីយកតែម្ដងដោយ skill នេះគឺជា skill បញ្ចូលនឹងឯងដោយនៅពេលនោះតួឯកប្រុសរបស់យើងគឺគេបានប្រើកសែភ្នែកនៃក្តីសង្ឃឹមរបស់គេគឺបានដាក់ទំនុកចិត្តរបស់គេទៅលើស្មារបស់ដាមែនយកតែម្ដងបន្ទាប់ពីដាមែនគេត្រូវនឹង skill បញ្ចូលរបស់តួឯកប្រុសរបស់យើងហើយដែលធ្វើឲ្យគេគឺមានកម្លាំងចិត្តវិញភ្លាមយកតែម្ដងគឺគេបានយកព្រមរស់រានមានជីវិតឡើងមកវិញហើយតើអ្នកត្រៀមខ្លួនហើយនៅដាមែនចំពោះដាមែនគឺគេបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីកាច់កងតាក់ភ្លាមយកតែម្ដងវាមិនអីទេដាមែនជឿជាក់មកលើខ្ញុំចុះដោយតួឯករបស់យើងនៅពេលនោះគេពិតជាបដូរខ្លាំងមែនទែនដោយគេគឺបានយកដៃរបស់គេលើកកណ្ដុងកំភ្លើងធំមួយនេះដែលធ្វើឲ្យគេពិតជាជឿចាប់ខ្លាំងមែនទែនយកតែម្ដងដោយកណ្ដុងកំភ្លើងធំនេះគឺបានតម្រង់ទៅកាន់គោលដៅដែលធ្វើឲ្យមនុស្សគ្រប់គ្នាគេពិតជាចាប់បាក់ខ្លាំងមែនទែនអត់ទេលោកម្ចាស់ដ៏ខ្ពង់ខ្ពស់នៅពេលដែលកងទ័ពទាំងអស់នេះបានឃើញអំពីការលះបង់របស់មេបញ្ជាការរបស់ខ្លួនដែលនៅពេលនោះគឺគេបានមករួមកម្លាំងគ្នាដើម្បីជួយលើកយកតែម្ដងដោយពីងពាងដែលបានដើរមកកាន់គេនេះគឺជាពីងពាងបំបែកថ្មនេះនឹងឯងដែលធ្វើឲ្យពួកគេនៅពេលនោះគឺពិតជាខំប្រឹងខ្លាំងមែនទែនពួកគេគឺត្រូវតែបាញ់យ៉ាងណាក៏ដោយគឺបាញ់ឲ្យផុតពីងពាងបំបែកថ្មនេះយកតែម្ដងដើម្បីឲ្យគ្រាប់ម៉ាណាចុងក្រោយនេះគឺទៅត្រូវរាជនីពីងពាងនេះនឹងឯងនៅពេលដែលតួឯកប្រុសរបស់យើងគេបានបើកភ្នែកត្រឡប់មកវិញគឺគេបានឃើញថារាងកាយរបស់គេគឺកំពុងតែស្ថិតនៅលើគ្រែបាត់ទៅហើយដោយមានបងរបួសជាច្រើនខ្លាំងមែនទែនដោយគេគឺពិតជាឈឺកខ្លាំងមែនទែនយកតែម្ដងនៅពេលនោះដាមែនគឺបានប្រើវេទមន្តព្យាបាលព្រះអង្គពិតជាយូរខ្លាំងមែនទែនដូច្នេះហើយព្រះអង្គគួរតែចាប់សម្រាកសិនទៅមនុស្សគ្រប់គ្នាគឺពិតជាព្រួយបារម្ភទៅកាន់ព្រះអង្គខ្លាំងមែនទែនជាមួយនឹងគ្រាប់កំភ្លើងចុងក្រោយនៅពេលនោះតើពួកយើងគឺបានឈ្នះហើយព្រះអង្គម្ចាស់បានលីចុងកំភ្លើងធំមួយនោះគឺបានដាក់ទៅលើស្មាព្រះអង្គម្ចាស់នៅពេលដែលកំភ្លើងធំនោះបានបាញ់ដែលធ្វើឲ្យព្រះអង្គម្ចាស់គឺបានបាត់កមកខាងក្រោយនៅពេលដែលព្រះអង្គម្ចាស់បានត្រឡប់ទៅកាន់ Crossroad វិញព្រះអង្គម្ចាស់គួរទៅព្រះវិហារដើម្បីពួកគេពិនិត្យមើលទៅដោយសារតែព្រះអង្គគឺនៅជាប់ជាមួយនឹងកំភ្លើងខ្លាំងពេកដូច្នេះហើយវាអាចនឹងបន្សល់ស្នាមស្នាមខ្លះនៅលើរាងកាយរបស់ព្រះអង្គម្ចាស់លីតើហេតុអ្វីបានជាអ្នកមុនពេលដែលរាជនីពីងពាងបាត់បង់ជីវិតគឺខ្ញុំបានអស់ម៉ាណាបារីដែលធ្វើឲ្យពីងពាងគឺបានចាក់ខ្ញុំត្រូវផ្នែកខាងក្រោយនៅពេលនោះខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ឥឡូវនេះគឺខ្ញុំបានបាត់បង់រាងកាយរបស់ខ្ញុំពាក់កណ្ដាលហើយគឺនាងបានពិការពាក់កណ្ដាលខ្លួនណាអ្នកទាំងអស់គ្នា
ប៉ុន្តែពិតជាអរគុណទៅកាន់ព្រះជាម្ចាស់ខ្លាំងណាស់ដែលព្រះម្ចាស់គឺនៅមានជីវិតដោយយើងគឺបានឃើញថាទឹកមុខរបស់នាងគឺពិតជាសោកសៅខ្លាំងមែនទែនហើយគេក៏បានកាត់មកមួយសន្ទុះក្រោយមកនៅពេលដែលទួយប្រុសរបស់យើងបានដឹងថាកងទ័ព100,000នាក់បច្ចុប្បន្ននេះគឺនៅសល់តែ9នាក់ដែលធ្វើឲ្យគេគឺពិតជាឈឺចាប់ខ្លាំងមែនទែនព្រះម្ចាស់គឺមិនមែនជាព្រះទេដូច្នេះហើយក្នុងស្ថានភាពមួយនោះព្រះម្ចាស់គឺមិនអាចជួយមនុស្សបានគ្រប់គ្នាទេព្រះម្ចាស់គឺបានធ្វើរឿងដែលព្រះម្ចាស់គួរធ្វើគឺគ្រប់គ្រាន់ហើយប៉ុន្តែខ្ញុំគឺជាអ្នកនាំពួកគេមកទីនេះអត់ទេមិនមែនជាខ្ញុំទេគឺជាម្ចាស់រាងកាយមួយនេះប៉ុន្តែខ្ញុំគឺជាអ្នកគ្រប់គ្រងរាងកាយមួយនេះឥឡូវនេះដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាវាក៏ជាកំហុសរបស់ខ្ញុំផងដែរព្រះម្ចាស់តើព្រះម្ចាស់បានដឹងខ្លួនត្រឡប់មកវិញហើយតើមែនទេលូកាសតើឯងនៅមានជីវិតទេតើព្រះម្ចាស់គឺបានភ្លេចរឿងអ្វីមួយហើយមែនទេដោយសារតែខ្ញុំគឺជាម្ចាស់ធម្មពលបរិសុទ្ធគ្រាន់ដុំថ្មប៉ុណ្ណឹងមិននឹងឯងសម្លាប់ខ្ញុំបានទេត្រូវហើយដោយសារតែឯងគឺជាតួឯងហ្នឹងបាទងាប់ហ្នឹងហើយគេក៏បានកាត់មកខាងក្រៅបន្ទប់វិញម្ដងដោយនៅពេលនោះតួឯប្រុសរបស់យើងគេក៏បាននិយាយក្នុងចិត្តរបស់គេថាដោយក្មេងប្រុសម្នាក់នេះគេគឺជាអ្នកព្យាបាលទេប៉ុន្តែគឺខ្ញុំបានបង្ខំនឹងជំរុញគេដល់ថ្នាក់នេះដោយនៅពេលនោះតួឯប្រុសរបស់យើងគេក៏បានធ្វើការអរគុណទៅកាន់ដាមែនដោយសារតែមានភ្នែករ៉ាដារបស់ដាមែនហ្នឹងឯងដែលធ្វើឲ្យពួកគេគឺអាចយកឈ្នះនៅទីនេះបានតួឯប្រុសរបស់យើងនៅពេលនោះគឺគេបានធានាការរស់នៅរបស់ដាមែនគឺពេញមួយជីវិតយកតែម្ដងឲ្យគេចង់ធ្វើអីក៏បាននៅពេលអនាគតហ្នឹងគឺគេមានសេរីភាពហើយនៅពេលនេះព្រះអម្ចាស់បន្ទាប់ពីខ្ញុំបានឆ្លងកាត់រឿងទាំងអស់នេះហើយដែលធ្វើខ្ញុំគឺបានមើលឃើញរឿងមួយមិនថាខ្ញុំបានឆ្លងកាត់ពួកបិសាចបាត់បង់មនុស្សជាទីស្រឡាញ់ដោយនៅពេលនេះគឺខ្ញុំមានគោលដៅដែលខ្ញុំត្រូវតែធ្វើហើយសូមឲ្យខ្ញុំគឺបានដើរតាមផ្លូវរបស់ព្រះអម្ចាស់ផងល្អប្រសិនបើចង់ឆាប់ស្លាប់គឺអាចមកតាមយើងបាននេះគឺជាជីវិតរបស់ទាហានមុនពេលដែលពួកគេសម្រេចចិត្តចូលធ្វើជាទាហានពួកគេគឺបានដឹងអំពីទីបញ្ចប់របស់ពួកគេរួចទៅហើយប៉ុន្តែមូលហេតុដែលពួកគេនៅតែបន្តធ្វើវាដោយសារតែពួកគេគឺមានភាពក្លាហានក្នុងការហ៊ានប្រឈមមុខជាមួយនឹងវារៀបចំពួកគេបានល្អកុំភ្លេចផ្គត់ផ្គង់ទៅកាន់គ្រួសាររបស់ពួកគេផងកាលដែលខ្ញុំនៅផែនដីដោយខ្ញុំគឺអាចជួយបញ្ចប់ជីវិតរបស់ពួកគេដោយគ្រាន់តែមួយបតុងតែប៉ុណ្ណោះគឺគ្មានអារម្មណ៍អ្វីទាំងអស់ប៉ុន្តែនៅពេលនេះហេតុអ្វីបានជាវាខុសពីពេលមុនអញ្ចឹងខ្ញុំនឹងមិនបរាជ័យជាលើកទី2ឡើយខ្ញុំនឹងមិនបរាជ័យជាលើកទី2នោះឡើយតោះត្រឡប់ទៅវិញបន្ទាយ Crossroad ដោយនៅពេលនោះការសាកល្បងទី0គឺត្រូវបានបញ្ចប់ទោះឲ្យប្រាប់យើងគេក៏ទទួលបានកាដូផងដែរហើយគេក៏បានកាត់មកព្រឹកស្អែកវិញម្ដងក៏យើងបានឃើញថាទោះឲ្យប្រាប់យើងគឺកំពុងតែនៅលើរទះដោយគាត់គឺពិតជាធុញខ្លាំងមែនតើលោកកាអើយតាំងកាយើងទៅដល់នេះអូយឈឺគូតនេះអាលាក់ដល់កអីខ្ញុំគឺទៅតែឡើង level កម្រិត5នៅថ្មីនេះដូច្នេះហើយខ្ញុំគួរតែឆែកមើលរាងកាយមួយនេះសិនតើវានឹងមានអ្វីខ្លះដោយយើងគឺបានឃើញថារាងកាយមួយនេះគឺពិតជាទន់ខ្សោយខ្លាំងមែនទែនដោយកម្លាំងកាយ2ភាពធន់2ល្បឿន2ចំណេះដឹងខាងវេទមន្ត3និងភាពវៃឆ្លាត5ប៉ុន្តែមិនអីទេខ្ញុំអាចអភិវឌ្ឍវាបាននៅពេលក្រោយនៅពេលដែលបានអូសទៅមើលខាងផ្នែកជំនាញវិញម្ដងគឺគេបានឃើញថាគឺមានជំនាញមួយថ្មីទៀតដែលធ្វើគេពិតជាព្យាបាលខ្លាំងមែនទែនដោយខ្ញុំគឺដែលឃើញជំនាញនេះនៅក្នុងហ្គេមទេនេះតើនេះគឺជាជំនាញថ្មីមែនមេបញ្ជាការថ្នាក់ដំបូងតើជំនាញនេះគេចង់និយាយអំពីអ្វីតើយើងអាចអភិវឌ្ឍជំនាញនេះបានដោយរបៀបណាដោយខ្ញុំគឺទើបតែបានដោះស្រាយជំនាញជាមេបញ្ជាការនៅថ្មីនេះផងដែរតើមូលហេតុនេះមែនទេដែលធ្វើខ្ញុំគឺទទួលបានជំនាញនេះដោយ skill ថ្មីដែលគេទើបតែដោះសោបាននេះគឺពិតជាមានអត្ថប្រយោជន៍ខ្លាំងមែនទែនអ្នកដែលស្ថិតនៅបរិវេណជុំវិញខ្លួនរបស់គឺចំណាយ10ម៉ែត្រគឺនឹងទទួលបានថាមពលនេះទាំងអស់គ្នាយកតែម្ដងគឺថាមពលនៃកម្លាំងចិត្តដែលធ្វើឲ្យគេគឺមានភាពក្លាហានជាងមុនទោះបីជាគេកំពុងតែស្ថិតក្នុងស្ថានភាពទល់ច្រកដល់កម្រិតណាក៏ដោយនៅពេលដែលគេបានកលេចមើលទៅកាន់ផ្នែកខាងក្រៅគឺគេបានឃើញថាទីបំផុតគឺគេបានមកដល់បន្ទាយ Crossroad ហើយដោយសារតែនេះគឺជាទីកន្លែងដែលគេធ្លាប់បានឃើញនៅក្នុងហ្គេមហ្នឹងឯងបន្ទាយ Crossroad គឺស្ថិតនៅផ្នែកខាងត្បូងនៃពិភពលោកនេះដោយបន្ទាយនេះក៏ស្ថិតនៅជិតទន្លេខ្មៅផងដែរដែលតាក់ទាញនៅទាហានស៊ីឈ្នួលដែលគេមកនៅទីនេះគឺច្រើនខ្លាំងមែនទែនដោយបន្ទាយ Crossroad គឺតែងតែមានសង្គ្រាមជាមួយនឹងពួកបិសាចជាញឹកញាប់ដូច្នេះហើយបន្ទាយ Crossroad គឺតែងតែបើកឲ្យអ្នកប្រយុទ្ធគ្រប់ប្រភេទគឺអាចចេញចូលបានតាមអ្វីដែលខ្ញុំដឹងនៅក្នុងទីក្រុងនេះគឺមានភាពអនាធិបតេយ្យខ្លះៗផងដែរទីបំផុតគឺបានចូលមកដល់ទីក្រុង Fortress ហើយតាមអ្វីដែលខ្ញុំចាំនៅក្នុងហ្គេមទីក្រុងនេះគឺត្រូវបានជាប់ឈ្មោះថាគឺជាទីក្រុងនៃភ្នូខ្មោចហើយអ្វីបានជាមើលទៅទីក្រុងនេះគឺមានសភាពក្រីក្រខ្លាំងម៉េះទោះជាយ៉ាងណាក៏ដោយជាមួយនឹងការត្រឡប់មកវិញរបស់ខ្ញុំតើហេតុអ្វីបានជាពួកគេបានជាធ្វើទឹកមុខបែបនេះតើគេបានធ្វើអ្វីឲ្យប៉ះពាល់ទៅដល់ប្រជាជនដែលនៅទីនេះតើមែនទេកាលដែលខ្ញុំលេងហ្គេមដោយខ្ញុំគឺបានលើអំពីតួអង្គនេះផងដែរថាគេគឺតែងតែនាំកងទ័ពទៅប្រយុទ្ធប៉ុន្តែគឺមិនអាចត្រឡប់មកវិញដោយមានជីវិតឡើយអ្នកទាំងអស់គ្នាមើលទៅនោះតើទាំងអស់នោះគឺសុទ្ធតែជាត្បូងវេទមន្តមែននេះគឺសុទ្ធតែជាត្បូងដែលមានកម្រិតខ្ពស់ទាំងអស់វាគឺមានតម្លៃខ្លាំងណាស់វាត្រឹមត្រូវហើយដោយសារតែខ្ញុំគឺបានធ្វើបេសកកម្មដែលវាមិនអាចទៅរួចដូច្នេះហើយនេះគឺជាតម្លៃដែលខ្ញុំត្រូវតែទទួលបានដោយភាពជឿជាក់របស់ប្រជាជនមកកាន់ខ្ញុំគឺ0តើខ្ញុំគួរតែធ្វើបែបណាទៅដើម្បីពួកគេគឺចូលចិត្តមកកាន់ខ្ញុំត្រឡប់មកវិញដោយនៅពេលនោះស្រាប់តែឮសំឡេងកាត់ធ្លាក់យកតែម្ដងដូច្នេះអ្នកទាំងអស់គ្នាគឺប្រកាសជាទីដឹងហើយថាតួឲ្យប្រុសរបស់យើងគេចង់ធ្វើអ្វីបើពួកគេមិនជឿចិត្តយើងប្រើលុយទិញបេះដូងរបស់ពួកគេតែម្ដងទៅ
លោកម្ចាស់ពួកយើងគឺបានមកដល់ហើយធ្វើការបានល្អលូកាតើនេះគឺជាវិមាន Crossroad ដែលខ្ញុំត្រូវនៅមែនវ៉ាវតើនេះគឺជាផ្ទះដែលខ្ញុំនៅពេលនោះស្រាប់តែមានបារម្ភណាស់គឺគេបានរត់ចេញមកពីក្នុងវិមាននឹងចុះតែម្ដងទីបំផុតលោកម្ចាស់គឺបានត្រឡប់មកវិញហើយប៉ុន្តែតើនេះគឺជារបួសតើព្រះអង្គម្ចាស់បានទៅធ្វើអ្វីបានជាមានរបួសដូច្នេះបើតាមខ្ញុំចាំគេគឺជា Ader គេគឺជាអ្នកមើលការខុសត្រូវនៅក្នុងវិមាន Crossroad នេះកាលដែលខ្ញុំលេងហ្គេមគឺខ្ញុំបានបំពេញ test របស់គេគឺមួយចំនួនផងដែរនៅពេលដែលខ្ញុំបានមកដល់ទីក្រុងនេះសូមស្វាគមន៍ក្នុងការត្រឡប់មកវិញព្រះអង្គម្ចាស់ខ្ញុំបានរៀបចំទឹកក្តៅនិងអាហារពេលល្ងាចសម្រាប់ព្រះអង្គម្ចាស់រួចរាល់ហើយតើទីនេះគឺជាផ្ទះរបស់ខ្ញុំមែនប្រកាសណាស់ព្រះអង្គម្ចាស់លោកការថ្ងៃនេះគឺឲ្យកងទ័ពទាំងអស់គឺសម្រាប់ទៅរួមទាំងអ្នកផងដែរអត់ទេលោកម្ចាស់ប៉ុន្តែខ្ញុំគឺជាអង្គរៈអត់ទេអ្នកក៏ត្រូវទៅដែរឆាប់ទៅសម្រាប់ទៅនៅតាមផ្លូវនេះលោកម្ចាស់គឺខ្ញុំបានរៀបចំនិងសម្អាតវារួចជាស្រេចដើម្បីរងចាំលោកម្ចាស់រួចហើយទីបំផុតគឺខ្ញុំបានងូតទឹកហើយអរគុណ Eder ឯងក៏គួរតែទៅសម្រាប់ដែរទៅទោះជាយ៉ាងណាក៏ដោយអ្នកបើជាអាចឆ្លងកាត់វាផុតរីគូអ្នកបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលជាលើកទី2ហើយរីគូដែលអ្នកអាចយកឈ្នះវគ្គសាកល្បងដំបូងបានតើជាឯងយើងគឺជាអ្នកដឹកនាំហ្គេមនេះ Ederនៅពេលដែល Eder បានឃើញថាតួឯប្រុសរបស់យើងគឺលេងវាយមែនទែនដែលធ្វើឲ្យគេគឺពិតជាគាំងខ្លាំងមែនទែនហើយក៏បានលួចជេរក្នុងចិត្តរបស់គេផងដែរជាដំបូងខ្ញុំពិតជាសូមអភ័យទោសទៅកាន់អ្នកខ្លាំងមែនទែនដែលបាននាំអ្នកមកកាន់ទីកន្លែងនេះប៉ុន្តែពិភពលោកនេះគឺជាការពិតនៅពេលដែលតួឯប្រុសរបស់យើងបានឃើញថា Eder នេះគេកំពុងតែចូលទួលម្ដងទៀតហើយគឺគេបានហក់ទៅដល់បន្ថែមទៀតយកតែម្ដងហើយឥឡូវនេះក៏យើងបានឃើញថាមុខរបស់ Eder គឺហើមខ្ទេចអស់បាត់ហើយឥឡូវនេះគឺឆាប់និយាយមកតែអ្នកនឹងមែនដែលបានផ្ញើសារមកកាន់ខ្ញុំពេលដែលខ្ញុំនៅផែនដីហ្នឹងពិតប្រាកដណាស់ហើយអ្នកគឺបាននិយាយថាហ្គេមនេះគឺជាពិភពលោកពិតនោះវាគឺត្រឹមត្រូវណាស់ចុះហេតុអ្វីបានជាអ្នកនាំខ្ញុំមកទីនេះពិភពលោកនេះគឺត្រូវការទីបញ្ចប់ពិតប្រាកដគឺ True Ending ដោយខ្ញុំគឺបាន reset ពិភពលោកនេះចោលគឺអស់រាប់ម៉ឺនដងមកហើយដើម្បីរកទីបញ្ចប់ដែលល្អប៉ុន្តែចុងក្រោយគឺវាគ្មានទាល់តែសោះគឺមានតែទីបញ្ចប់ដែលអាក្រក់ដោយខ្ញុំគឺត្រូវរងចាំឲ្យពិភពលោកនេះគឺបានបញ្ចប់ទើបខ្ញុំអាច reset បានម្ដងទៀតប៉ុន្តែតើណាគេទៅដឹងអ្នកបាច់អាចរកទីបញ្ចប់មួយបានទៅវិញទោះបីជាវាគឺជាទីបញ្ចប់ដែលអាក្រក់មួយទៀតក៏ដោយប៉ុន្តែគឺវាបានពង្រឹងនៅការ reset របស់ខ្ញុំឲ្យកាន់តែលឿនជាងមុនទៅវិញដោយនៅលើកនេះគឺជាការ reset ម្ដងទៀតនឹងឯងដូច្នេះគឺមានន័យថាទីបញ្ចប់ដែលខ្ញុំបានរកឃើញនៅផែនដីគឺជាទីបញ្ចប់ដែលអាក្រក់មួយក្នុងចំណោមទីបញ្ចប់អាក្រក់រាប់ម៉ឺនដងទៀតដែលអ្នកបានរកឃើញនឹងតាមមែនទេដែលគូរាល់ពេលដែលខ្ញុំបាន reset ពិភពលោកនេះចោលម្ដងពិភពលោកនេះគឺនឹងត្រូវខ្លាំងបន្ថែមមួយកម្រិតទៀតផងដែរដូច្នេះហើយការរកទីបញ្ចប់ដែលពិតប្រាកដគឺកាន់តែលំបាកទៅហើយតែឯងថាបាននាំយើងមកមែនទេប៉ុន្តែនៅពេលនេះយើងគឺកំពុងតែស្ថិតនៅក្នុងរាងកាយរបស់អាមួយនេះទៅវិញហើយតើឯងខ្វះកន្លែងណាមែនទេដែលដាក់យើងនៅកណ្ដាលសង្គ្រាមបែបនេះខ្ញុំក៏ដឹងដូចគ្នាមិនបានវាទៅជាបែបហ្នឹងដោយខ្ញុំគឺអត់បានរំពឹងទុកអំពីរឿងនេះដូចគ្នាផងដែរប៉ុន្តែរីគូចាំតិចគឺខ្ញុំមានសំណងខ្ញុំនឹងបំពេញបំណងប្រាថ្នារបស់អ្នកមួយបំណងប្រាថ្នាវាត្រឹមត្រូវហើយដោយសារតែខ្ញុំគឺជាព្រះនៅក្នុងពិភពលោកនេះនៅពេលដែលអ្នកត្រឡប់ទៅកាន់ពិភពលោកដើមរបស់អ្នកវិញខ្ញុំនឹងបកគោកាដូនេះទៅកាន់អ្នកតែប៉ុណ្ណឹងឯងតើវាមានតម្លៃស្មើ$10,000 លានអត់តែ$10,000 លានខ្ញុំអាចឲ្យអ្នក$100,000 លានបើសិនបើអ្នកចង់ឬក៏អាចនឹងលើសនឹងទៀតផងហើយអ្វីបានជាខ្ញុំត្រូវតែជឿគេមនុស្សដែលនិយាយថាខ្លួនឯងគឺជាព្រះប៉ុន្តែគេបើជាដឹងអំពីជីវិតរបស់ខ្ញុំដែលនៅផែនដីគិតអីលឿនទៅខ្ញុំអាចបំពេញក្តីសុបិនរបស់អ្នកឲ្យក្លាយជាការពិតណាក្តីសុបិនរបស់ខ្ញុំគឺត្រូវបានបញ្ចប់ជាយូរមកហើយបើវានៅតែមាននៅក្នុងចិត្តរបស់អ្នកក្តីសុបិនរបស់អ្នកគឺមិនទាន់បរាជ័យឡើយបើអ្នកមានអំណាចបែបនេះហេតុអ្វីបានជាអ្នកមិនធ្វើវាខ្លួនឯងទៅថាមពលរបស់ខ្ញុំគឺអាចប្រើបានតែនៅខាងក្រៅចក្រវាឡតែប៉ុណ្ណោះសម្រាប់ខ្ញុំនៅក្នុងពិភពលោកនេះគឺគ្រាន់តែជាមនុស្សធម្មតាទេដូច្នេះហើយបានជាខ្ញុំស្វែងរកអ្នកដែលអាចធ្វើការនេះជំនួសខ្ញុំបានដូចជារូបអ្នកចុះប្រសិនបើខ្ញុំបាត់បង់ជីវិតនៅក្នុងពិភពលោកនេះតើនឹងមានរឿងអ្វីកើតឡើងចំពោះខ្ញុំមានន័យទៀតគឺងាប់នឹងហើយនៅពេលដែលតួឯប្រុសរបស់យើងបានលើពេលសម្ដីរបស់អាប៉ែ Eder នេះគឺនិយាយដូចនេះហើយដែលធ្វើឲ្យគេគឺពិតជាកញ្ញាញ់គោខ្លាំងមែនតើកាយជាព្រះហើយនិយាយអីចឹងខ្ញុំបានប្រាប់ហើយថាពិភពលោកនេះគឺជាពិភពលោកពិតប្រាកដគឺគ្មានការរក្សាទុកដូចជានៅក្នុងហ្គេមដែលអាចឲ្យអ្នកត្រឡប់មកលេងវិញបានទេបើជ្រុលជាអ្នកបានមកដល់ហើយខ្ញុំនឹងឲ្យជំរឿសទៅកាន់អ្នកជំរឿសទី1តួឯប្រុសរបស់យើងគឺត្រូវតែបន្តនៅទីនេះដើម្បីស្វែងរកទីបញ្ចប់ពិតជាថ្នូរដើម្បីដកដូរជាមួយនឹងការសម្រេចបំណងប្រាថ្នាមួយជំរឿសទី2តួឯប្រុសរបស់យើងគឺត្រឡប់ទៅកាន់ផែនដីវិញដោយរស់ជាមួយនឹងជីវិតដែលគេធ្លាប់បានធ្វើនៅផែនដីហ្នឹងគឺអត់មានខ្វាយខ្វល់អំពីភាពគ្រោះថ្នាក់ឬក៏ការបាត់បង់ជីវិតអ្វីឡើយវាគឺអាស្រ័យទៅលើអ្នកខ្ញុំគឺធ្លាប់បានយកឈ្នះហ្គេមនេះម្ដងរួចទៅហើយរឿងអីដែលមិនអាចខ្ញុំនឹងយកព្រមធ្វើវាស្វែងរកទីបញ្ចប់ពិតនៅពេលនោះដែលធ្វើឲ្យដែលគេពិតជាសប្បាយចិត្តខ្លាំងមែនទែនប៉ុន្តែអ្នកគឺមិនត្រូវភ្លេចនៅការនិយាយរបស់អ្នកនៅមុននេះទេគឺសម្រេចបំណងប្រាថ្នារបស់ខ្ញុំមួយពិតប្រាកដណាស់ខ្ញុំនឹងចាំវាឥឡូវនេះគឺអ្នកអាចប្រើខ្ញុំដូចជាឆ្កែរបស់អ្នកបានឡ
ត្រូវតែលក់ត្បូងពីងពាងខ្មៅឲ្យអស់ត្រឹមព្រឹកស្អែកពិតប្រាកដណាស់ប៉ុន្តែវាគឺដល់ពេលហើយហ្នឹងគឺខ្ញុំធ្វើមិនទាន់បិទមាត់ធ្វើទៅតាមអ្វីដែលយើងបាននិយាយទៅលក់វាឲ្យអស់ត្រឹមព្រឹកស្អែកព្រោះយើងគឺត្រូវការប្រើលុយនៅថ្ងៃស្អែកកាត់មកកាន់ពេលព្រឹកវិញម្ដងគឺខ្ញុំបានឃើញថាតួឯករបស់យើងជាមួយនឹងលូកាគឺគេបានចូលពីមុខគៀលទៅហ៊ានស៊ីឈ្នួលហើយព្រះម្ចាស់តើខ្ញុំជាអ្នកចូលមុនប៉ុន្តែនៅពេលនោះគឺខ្ញុំបានឃើញថាជើងរបស់តួឯកប្រុសរបស់យើងគឺបានធាក់ទ្វារម្ដងទៀតហើយគឺយើងឃើញថាតួឯកប្រុសរបស់យើងគឺគេជួយចិត្តធាក់ទ្វារខ្លាំងមែនទែនតើមួយនេះជាណាគេនឹងវាចង់ងាប់មែនដោយនៅពេលនោះតួឯកប្រុសរបស់យើងគឺគេបានស្រ័យត្រឡប់ទៅវិញតែម្ដងតើឯងជាណាគេដែលហ៊ានដំឡើងសម្លេងនៅចំពោះមុខយើងហ្នឹងថ្ងៃក្រោយឲ្យដឹងខ្ពស់ទៀតផងហើយវាងាប់តើនោះគឺជាប្រតិបត្តិទី3អះមែនខ្ញុំបានលើថាគេគឺជាមនុស្សដែលផ្ដាច់ការណាស់ដែលបានដោះដូរជីវិតកងទ័ពរបស់ខ្លួនឯងដើម្បីតែត្បូងពីងពាងខ្មៅតែប៉ុណ្ណោះកាលដែលខ្ញុំលេងហ្គេមគឺខ្ញុំចាំបានថាកន្លែងនេះគឺជាកន្លែងដែលប្រមូលផ្ដុំអ្នកខ្លាំងផងដែរជាមួយនឹង Guilty Hensi Channel នេះគឺខ្ញុំប្រហែលជាអាចរកនរណាម្នាក់ដែលអាចនឹងមានសមត្ថភាពផងដែរតើនោះគឺជាលោកម្ចាស់ Crossroader សូមស្វាគមន៍មកកាន់ Guilty Hensi Channel តើមានការអ្វីនៅទីនេះមែនគេនៅកម្រិត SRតើខ្ញុំអាចសួរអ្នកបានអត់តើអ្នកមានឈ្មោះអ្វីមើលតើអ្នកគឺដូចជាពាក់ឯកសណ្ឋានជាមេបញ្ជាការផងដែរខ្ញុំគឺមានឈ្មោះថា Jupiter ខ្ញុំពិតជាមានសប្បុរសរីករាយណាស់ដែលបានជួបអ្នកលោកម្ចាស់ Crossroad នាងមើលទៅប្រហែលជាមិនមែនជាទាហានធម្មតាទេបើមើលទៅកាន់វ័យរបស់នាងប្រហែលជានាងគឺចូលនិវត្តន៍បាត់ហើយតើខ្ញុំគួរតែហៅនាងថាលោកយាយខ្ញុំគឺអត់ដែលឃើញអ្នកនៅម្ដុំនេះទេតើអ្នកធ្វើការនៅណាខ្ញុំគឺបានមកពីចក្រភព Ever Black ប៉ុន្តែគឺខ្ញុំបានចូលនិវត្តន៍ជាមួយសតវត្សទៅហើយតើអ្នកបម្រើការនៅចក្រភពខ្ញុំគឺបានបម្រើការនៅទីនោះគឺអស់រយៈពេល30ឆ្នាំដោយតួនាទីគឺជាមេបញ្ជាការរងបន្ទាប់ពីខ្ញុំបានចូលនិវត្តន៍ដោយខ្ញុំគឺចង់រកចំណូលបន្ថែមដូច្នេះហើយគឺខ្ញុំបានបើកហ្គីលទាហានស៊ីឈ្នួលនេះនឹងឯងបើតាមឋានៈរបស់អ្នកនៅពេលដែលអ្នកចូលនិវត្តន៍គឺមិនសមនឹងខ្វះលុយទេវាគឺមិនមែនបែបហ្នឹងទេប៉ុន្តែដោយសារតែវាគឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំផងតើខ្យល់អ្វីបានបក់ព្រះអង្គម្ចាស់មកដល់ទីនេះតើខ្ញុំគឺមិនអាចមកទីនេះបានតើមែនទេបើខ្ញុំមកគឺមានន័យថាខ្ញុំគឺចង់រកទាហានស៊ីឈ្នួលណាដែលអាចប្រើការបានហើយតើអ្នកចង់មានន័យថាចង់ជួលពួកគេឲ្យទៅស្លាប់នៅកន្លែងរបស់អ្នកដូចជាតប100,000អ្នកនោះទៀតតើមែនទេពាក្យសម្ដីរបស់អ្នកគឺដូចជាជ្រុលពេកហើយនៅសង្គ្រាមជួរមុខគឺខ្ញុំបានលើថាព្រះម្ចាស់គឺបានមកដោយកងទ័ពរបស់ខ្លួនឯងស្លាប់ក៏ព្រោះតែចង់បានត្បូងពីងពាងខ្មៅតើមែនទេមាននរណាម្នាក់ដែលនៅទីនេះគឺចង់បោះបង់ជីវិតរបស់ខ្លួនឯងទៅក្នុងគំនិតដៃមេបញ្ជាការថ្មីថ្មោងនៅល្ងងខ្លៅបែបនេះទេក្រែងអ្នកទាំងអស់គ្នារស់ដើម្បីលុយមិនអញ្ចឹងឬក៏អ្នកទាំងអស់គ្នាគ្រាន់តែយកលុយធ្វើជាលេសដោយចង់លាក់បាំងភាពកំសាករបស់ខ្លួនឯងដែលមិនហ៊ានចេញទៅប្រយុទ្ធនោះអ្នកក៏ដូចគ្នាផងដែរហេតុអ្វីបានជាអ្នកនៅតែបន្តពាក់ស្រោមដៃរបស់អ្នកទៀតតើអ្នកកំពុងតែចង់លាក់បាំងភាពជ្រាវជ្រួញរបស់អ្នកតាមមែនទេការណែនាំខ្លួនរបស់អ្នកនៅមុននេះគឺខ្ញុំគិតថាគឺដូចជាផ្លេចអ្វីមួយអ្នកស្រីជំទាវ Jupiterអ្វីដែលខ្ញុំដឹងគឺដូចជាអ្នកមិនបានចូលនិវត្តន៍ទេជំនួសឲ្យការចូលនិវត្តន៍ដោយអ្នកគឺត្រូវបានបណ្តេញចេញក៏ព្រោះតែអ្នកគឺបានលួចទ្រព្យសម្បត្តិជាតិតាមមែនទេអ្នកអាចបិទបាំងស្នាមជ្រាវជ្រួញដោយគ្រាន់តែពាក់ស្រោមដៃប៉ុន្តែអ្នកគឺមិនអាចបិទបាំងនូវភាពខ្មៅងងឹតរបស់ខ្លួនឯងបានឡើយតែអ្នកគិតអញ្ចឹងទេកាលនៅក្នុងហ្គេមនាងគឺត្រូវបានគេស្គាល់ថាគឺជាអរិយភ្នែករំទោលព្រះម្ចាស់រឿងនេះគឺវាបានកន្លងផុតទៅជាយូរមកហើយទោះត្រង់ដឹងអំពីរឿងនេះក៏វាគ្មានប្រយោជន៍អ្វីដែរតើវាមានតម្លៃមែនខ្ញុំសួរអំពីតម្លៃឆ្កែប្រមាញ់ដែលអាចយកមកប្រើការបានបើអ្នកកំពុងតែសម្លឹងមកកាន់ខ្ញុំវាប្រហែលជាមនុស្សដែលថ្លៃបន្តិចអីខ្ញុំគឺស៊ីថ្លៃជាងគេបន្តិចអី100,000កាក់មាសមិនដែរខ្ញុំឲ្យ200,000បើ200,000មិនគ្រប់ខ្ញុំថែម200,000ពីលើនឹងទៀតគ្រប់400,000ការចំណាយទៅកាន់ទាហានស៊ីឈ្នួលកម្រិតខ្ពស់ដូច្នេះគឺវាមិនខាត់បងអ្វីទេហើយគេក៏បានកាត់មកមួយសន្ទុះក្រោយមកគឺយើងបានឃើញថាតួឲ្យប្រុសរបស់យើងគឺគេបានលើកផ្លាកមួយហើយគេក៏បានស្រែកទៅកាន់ពួកគេយកតែម្ដងហេពួកអាខ្លាចងាប់ដោយការសម្គាល់ខ្លួនរែង A ដែលគេបានលើកមកនេះគឺជាការរបស់ Jupiter នឹងឯងសម្រាប់ពួកអាកំសាកណាដែលមិនហ៊ានប្រឈមមុខជាមួយនឹងបញ្ហាគឺអាចត្រឡប់ទៅកាន់ផ្ទះវិញបានប៉ុន្តែសម្រាប់ទាហានស៊ីឈ្នួលពិតប្រាកដដែលចង់រកលុយបន្ថែមគឺអាចទៅវិមាន Crossroad នៅទិសដៅខាងលិចនៅល្ងាចនេះបានហើយគេក៏បានកាត់មកព្រះវិហារវិញម្ដងគឺយើងបានឃើញថាតួឲ្យប្រុសរបស់យើងគឺកំពុងតែឲ្យនារីបរិសុទ្ធម្នាក់គឺកំពុងតែព្យាបាលមកកាន់គេឯងវាគឺរួចរាល់ហើយប៉ុន្តែវានៅតែមានស្នាមលើករបស់អ្នកដោយនារីម្នាក់នេះនាងគឺនៅកម្រិតរេងអប៉ុន្តែចំពោះជំនាញព្យាបាលរបស់នាងគឺកំពូលហើយគឺនៅរេង A យកតែម្ដងដោយនារីម្នាក់នេះនាងគឺមានឈ្មោះថា Seta Marie Hirita ដោយតួឲ្យប្រុសរបស់យើងគឺគេបានធ្វើការឧបត្ថម្ភមកកាន់ព្រះវិហារនេះផងដែរគឺមានមួយស្បង់ធំយកតែម្ដងហើយចំពោះដាមែនក៏គេកំពុងតែនៅទីនោះផងដែរហើយគេក៏បានកាត់មកភេកខាងលិចនៃវិមាន Crossroad វិញក៏យើងបានឃើញថាគឺមនុស្សជាច្រើនពួកគេគឺកំពុងតែមកជួបជុំគ្នាដោយនេះគឺជាពិធីគោរពទៅកាន់វិញ្ញាណក្ខន្ធវរៈជនដែលបានពលី
តែអ្នកបានលើគេកំពុងតែជ្រើសរើសទាហានបន្ថែមទៀតហើយដោយគេគឺទើបតែធ្វើក្រកម្មដ៏ធ្ងន់ធ្ងរមួយទៅកាន់ទាហានរបស់ខ្លួនឯងសោះខ្ញុំគឺជាប្រជាបត្រាទី3ហើយខ្ញុំគឺជាមេបញ្ជាការថ្មីនៅទីនេះដែលមានឈ្មោះថា Asbon Hater Ever Black ដោយឥឡូវនេះគឺខ្ញុំចង់និយាយថាកងទ័ពជួរមុខទាំងអស់គឺបានបាត់បង់ជីវិតទាំងអស់មិនថាអ្នកទាំងអស់គ្នាគឺកំពុងតែគិតបែបណាប៉ុន្តែពួកគេគឺជាអ្នកក្លាហានដែលហ៊ានប្រឈមមុខជាមួយនឹងបញ្ហាដោយអ្វីដែលពួកគេសេះសល់នៅពេលនេះគឺត្រឹមតែជាឈ្មោះដែលជាវីរៈជនចំពោះការលក់ត្បូងវេទមន្តគឺមិនមែនសម្រាប់ខ្លួនខ្ញុំតែម្នាក់ឯងទេដោយលុយដែលបានអំពីការលក់ត្បូងវេទមន្តទាំងអស់ដោយពាក់កណ្ដាលគឺខ្ញុំនឹងប្រគល់ទៅឲ្យគ្រួសាររបស់វីរៈជនចំពោះពាក់កណ្ដាលទៀតគឺខ្ញុំនឹងធ្វើការកសាងទីក្រុងនេះខ្ញុំមិនខ្វល់ថាពួកគេគឺកំពុងតែគិតថាខ្ញុំជាមនុស្សបែបណាទេប៉ុន្តែនៅពេលនេះខ្ញុំគឺត្រូវតែដោះស្រាយបញ្ហានៅចំពោះមុខនោះគឺជាបេសកកម្មកម្រិត1ដោយយើងគឺបានឃើញថានៅសល់តែ3ថ្ងៃទៀតតែប៉ុណ្ណោះបេសកកម្មកម្រិត1គឺត្រូវបានចាប់ផ្ដើមហើយគេក៏បានកាត់មកពេលយប់វិញម្ដងគឺខ្ញុំបានឃើញថាតួឯប្រុសរបស់យើងគឺគេចាប់ផ្ដើមបង្កើតច្រកទ្វារ teleport gate ហើយនៅក្នុងពិភពលោកនេះគឺមិនមែនមានត្រឹមតែបិសាចដែលនៅលើដីទេប៉ុន្តែក៏មានបិសាចដែលនៅក្រោមដីផងដែរដែលយើងហៅថាគឺជាដងជន់មូលហេតុដែលតួឯប្រុសរបស់យើងគេបង្កើតច្រកទ្វារ teleport នេះឡើងមកដោយសារតែគេគឺចង់ទៅមើលសត្រូវរបស់គេហើយតើ stage ទី1ហ្នឹងតើនឹងមានបិសាចប្រភេទណាអញ្ចឹងដោយតួឯប្រុសរបស់យើងគឺគេមិនចង់ជួបអារម្មណ៍ដូចជានៅវគ្គសាកល្បងដំបូងនោះឡើយដែលធ្វើឲ្យគេគឺមិនបានរៀបចំអ្វីសោះយកតែម្ដងដោយនៅពេលបច្ចុប្បន្ននេះតួឯប្រុសរបស់យើងគឺគេបានប្រមូលអ្នកខ្លាំងគឺបាន2នាក់ដែលមាន Daman ជាមួយនឹង Jupiter នឹងឯងដោយច្រកទ្វារ teleport គឺបាននាំតួឲ្យប្រុសរបស់យើងជាមួយនឹងលូកាគឺបានមកដល់ទន្លេខ្មៅហើយដែលជាជម្រករបស់ពួកបិសាចហ្នឹងឯងដោយនៅកន្លែងនេះគឺជាសុបិនអាក្រក់របស់មនុស្សគ្រប់គ្នាគឺជាឋាននរកនៃសុបិនអាក្រក់យកតែម្ដងដោយយើងគឺបានឃើញថាទឹកទន្លេខ្មៅនេះគឺវាចាប់ផ្ដើមបង្កើតជាពពុះហើយវាគឺបានបែងចែកទន្លេនេះជា2យកតែម្ដងគុំប្រាប់ខ្ញុំណាថានេះគឺវាគឺជា Living Armorវាគឺលើសអំពីការរំពឹងទុករបស់ខ្ញុំម្ដងទៀតហើយកាលដែលខ្ញុំនៅផែនដីគឺខ្ញុំបានលេងកម្រិត1នេះគឺចាប់ផ្ដើមដំបូងដោយគ្រាន់តែបិសាចកម្រិតនេះតែប៉ុណ្ណោះប៉ុន្តែនៅពេលនេះតើវាគឺជាអ្វីហ្នឹងដោយតួឯប្រុសរបស់យើងគឺគេគិតថាបិសាចទាំងអស់គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់គេដោយសារតែគេគឺធ្លាប់ឆ្លងកាត់ហើយប៉ុន្តែនៅពេលនេះតើនេះគឺជាអ្វីនៅពេលដែលតួឯប្រុសរបស់យើងគេកំពុងតែសង្ហាចិត្តដោយនៅពេលនោះក៏បានលេចចេញនៅព័ត៌មានរបស់បិសាចអស់ទាំងនេះផងដែរដោយបិសាច Living Armor គឺវាមាន level 5ប៉ុន្តែបើយើងមើលទៅកាន់ចំនួនរបស់វាគឺមានរហូតដល់1052ឯណោះជាពិសេសគឺវាបានបូកជាមួយនឹងមេអាត់កំបាំងមួយទៀតតើនេះគឺជាដំណាក់កាលទី1បកាច់យកស្អីលូកាខ្ញុំគិតថាពួកយើងគឺកំពុងតែស្ថិតនៅក្នុងស្ថានភាពដែលលំបាកជាងស្ថានភាពដែលយើងធ្លាប់បានជួបនៅពេលនោះទៅទៀតដោយតួឯប្រុសរបស់យើងគឺគេនិយាយទាំងបាច់ញើសយកតែម្ដងកាលដែលខ្ញុំនៅផែនដីគឺខ្ញុំបានជួបបិសាចនេះដោយខ្ញុំគឺលេងរហូតដល់741ដងទើបអាចយកឈ្នះបិសាចនេះបានជាមួយនឹងបទពិសោធន៍741ដងដែលខ្ញុំបានជួបជាមួយនឹងបិសាចនេះគឺខ្ញុំបានរកឃើញថាបិសាចនេះគឺយើងមិនអាចប្រយុទ្ធអាវុធទល់នឹងអាវុធជាមួយនឹងវាបានទេប៉ុន្តែគឺយើងត្រូវការវត្ថុបុរាណដើម្បីអាចបង្ក្រាបទៅកាន់ពួកវាបានកាលពីពេលនោះគឺខ្ញុំបានចំណាយពេលរាប់សិបថ្ងៃដើម្បីចូលទៅក្នុងដងជន់ដើម្បីរកវត្ថុបុរាណដើម្បីបង្ក្រាបបិសាចនេះប៉ុន្តែនៅពេលនេះខ្ញុំគឺមិននឹងអាចរកវត្ថុបុរាណបានទៅដោយបិសាចនៅក្នុងដងជន់គឺខ្លាំងគុណនឹង100បើប្រៀបធៀបទៅនឹងហ្គេមដែលខ្ញុំធ្លាប់បានលេងនៅផែនដីតោះត្រឡប់ទៅវិញលូកាសអេដឺតើនៅក្នុងទីក្រុងនេះតើមានប្រជាជនដែលអាចយកទៅធ្វើជាទាហានបានមែនបើតាមស្ថិតិរបស់ប្រជាជននៅទីនេះគឺមានប្រហែលជា526នាក់តែប៉ុណ្ណោះស្អីគេ526នាក់ពិតប្រាកដណាស់លោកម្ចាស់ប៉ុន្តែក្នុងចំណោម500នាក់នោះគឺមានតែ100នាក់តែប៉ុណ្ណោះដែលអាចយកទៅធ្វើជាកងទ័ពបានការធ្វើសង្គ្រាមនៅវគ្គទី0គឺខ្ញុំមានកម្លាំងច្រើនណាស់គឺមានរហូតដល់100,000នាក់ប៉ុន្តែនៅពេលនេះគឺមានមិនដល់100នាក់មកពីឯងអាចោលមកសៀតឥឡូវនេះគឺឆាប់បញ្ជូនសារទៅកាន់ទីក្រុងផ្សេងទៅឲ្យពួកគេបញ្ជូនទ័ពមកកាន់ពួកយើងដោយយើងនឹងបង់តម្លៃគុណនឹង2នៃតម្លៃដើមក្នុងមួយអាទិត្យលោកម្ចាស់តើអ្នកអត់អីណាយខ្ញុំអត់អីទេធ្វើអ្វីទៅតាមអ្វីដែលខ្ញុំបាននិយាយទៅអូកុំភ្លេចនៅមានរឿងមួយទៀតកុំភ្លេចហៅជើងឈើជើងថ្មជើងដែកនិងអ្នកវិទ្យាសាស្ត្រវេទមន្តមកទីនេះផងប្រសិនបើលោកម្ចាស់ហៅពួកគេមកក្នុងពេលតែមួយដូច្នេះត្បូងវេទមន្តរបស់ពួកយើងគឺនឹងឆាប់អស់ចាច់ជាមិនខានឡើយទីក្រុងគឺកំពុងតែស្ថិតនៅក្នុងស្ថានភាពរៀបនិងបំផ្លាញហើយតើឯងកំពុងតែព្រួយបារម្ភរឿងអ្វីនឹងមិនថាត្រូវលះបង់តម្លៃណាក៏ដោយឯងត្រូវតែនាំពួកគេមកទីនេះតើខ្ញុំគឺពិតជាត្រូវជ្រើសរើសជំនាញមួយនេះមែនឬជំនាញជាមេបញ្ជាការ
ខ្ញុំគឺមិនដែលធ្លាប់ធ្វើវាទេនៅពេលដែលតួឯកប្រុសរបស់យើងគេបានជួយយកជំនាញនេះដោយនៅពេលនោះក៏យើងបានឃើញថាប្រព័ន្ធក៏គេបានធ្វើការអបអរសាទរទៅកាន់តួឯកប្រុសរបស់យើងផងដែរប៉ុន្តែនៅពេលនោះដែលធ្វើឲ្យតួឯកប្រុសរបស់យើងគឺគេពិតជាឈឺបេះដូងរបស់គេខ្លាំងមែនទែនតើមានរឿងអ្វីកើតឡើងនៅមុននេះហេតុអ្វីបានជាខ្ញុំមានអារម្មណ៍បែបនេះដោយតួឯកប្រុសរបស់យើងគឺត្រូវបានច្បាប់នៃពិភពលោកនេះគឺនៅទៅកាន់គេយកតែម្ដងគឺដកនៅកម្រិតរីកចម្រើនរបស់គេ50%ចេញរាល់ពេលដែលគេបានឡើងកម្រិតម្ដងគឺវាប្រៀបដូចជានៅពេលដែលយើងឡើងកម្រិតឬក៏យើងបានស្គីថ្មីគឺវាមានសមត្ថភាព100%ប៉ុន្តែវាត្រូវបានដក50%ចេញអញ្ចឹងដែលធ្វើឲ្យតួឯកប្រុសរបស់យើងគឺគេអាចប្រើសមត្ថភាពដែលគេមាននោះគឺត្រឹមតែ50%តែប៉ុណ្ណោះតើឯងកំពុងតែចង់និយាយអ្វីហ្នឹងនៅពេលដែលតួឯកប្រុសរបស់យើងគេកំពុងតែគៀងដោយនៅពេលនោះស្រាប់តែបានលោតសារមួយទៀតចេញមកយកតែម្ដងដោយសារនេះគឺគេបាននៅ50%ម្ដងទៀតហើយរាល់ពេលដែលតួឯកប្រុសរបស់យើងគឺគេបានប្រើ item ឬក៏វត្ថុវេទមន្តគឺគេបានដកសមត្ថភាពនៃវត្ថុវេទមន្តនោះគឺ50%ចេញគឺវាប្រៀបដូចជាយើងបានកាន់ដាវបរិសុទ្ធប៉ុន្តែយើងប្រើថាមពលដាវនោះគឺបានតែ50%អញ្ចឹងពេលដែលតួឯកប្រុសរបស់យើងបានឃើញដូចនេះដែលធ្វើឲ្យគេគឺពិតជាគាំងខ្លាំងមែនតើតើនេះគឺជាអ្វីហ្នឹងតើអ្នកកំពុងតែលេងសើចជាមួយនឹងខ្ញុំមែនដោយនៅពេលនោះតួឯកប្រុសរបស់យើងគេពិតជាខឹងខ្លាំងមែនតើវាមិនដែលណាលេងដកសមត្ថភាពរបស់គេ50%ចេញបែបនេះទេយើងគឺមិនចង់មានរឿងជាមួយនឹងឯងទេអប្រព័ន្ធចង្រៃឆាប់បកគលឲ្យយើងវិញភ្លាមមកហើយគេក៏បានកាត់មកមួយសន្ទុះក្រោយមកក៏យើងបានឃើញថាតួឯកប្រុសរបស់យើងគឺគេបានដឹងអំពីសមត្ថភាពដែលជាមេបញ្ជាការនេះហើយដោយគេគឺបានដកសមត្ថភាពរបស់ខ្ញុំ50%ចេញដោយចំនួនមកវិញគឺខ្ញុំត្រូវបកគលទៅឲ្យមនុស្សជុំវិញខ្លួនរបស់ខ្ញុំដូច្នេះជំនួសឲ្យការប្រើធម៌ពលខ្លួនឯងគឺខ្ញុំត្រូវបញ្ជូនធម៌ពលទាំងអស់នេះទៅកាន់កូនចៅរបស់ខ្ញុំមែនទេដោយក្នុងនាមខ្ញុំគឺជាមេបញ្ជាការដោយតួឯកប្រុសរបស់យើងគឺគេបានមើលអំពីអត្ថប្រយោជន៍ក្នុងនាមគេគឺជាមេបញ្ជាការផងដែរបើនៅក្នុងក្រុមមួយគឺមានអ្នកប្រយុទ្ធប្រភេទផ្សេងគ្នាដូច្នេះហើយវានឹងជួយបើសគ្នាទៅវិញទៅមកគឺវាប្រៀបដូចជាលូកាអញ្ចឹងលូកាគឺគេកាន់ដាវដូច្នេះហើយគេនឹងមានធម៌ពលដែលគេអាចកាប់បានឆ្ងាយជាងមុនអញ្ចឹងចំពោះដាមែនដោយសារតែគេគឺមានផ្នែករ៉ាដាដូច្នេះហើយគឺគេអាចបាញ់ងាប់ម្ដង3អញ្ចឹងនេះគឺជាអត្ថប្រយោជន៍របស់មេបញ្ជាការគឺបានដកសមត្ថភាពរបស់ខ្លួនឯងប៉ុន្តែបូកទៅកាន់អ្នកដទៃហើយគេក៏បានកាត់មកប្រឹក្សាវិញម្ដងក៏យើងបានឃើញថាតួឯកប្រុសរបស់យើងគឺគេពិតជាគាំងខ្លាំងមែនទែនតែអ្នកអាចបញ្យល់អំពីស្ថានភាពមួយនេះបានអត់វាគឺពួកគេបានបដិសេធការអញ្ជើញរបស់ពួកយើងដោយសារតែរឿងនេះហើយដែលធ្វើខ្ញុំគឺត្រូវតែចាប់ពួកគេមកទាំងបង្ខំដូច្នេះប៉ុន្តែនេះឯងកំពុងតែចាប់ចម្រិតពួកគេណាចាប់ចម្រិតតែអ្នកកំពុងតែចាប់ចម្រិតពួកយើងមែនដោយបរិមម្នាក់នេះគេគឺជាជាងដែកនឹងឯងហើយអ្វីបានជាអ្នកចាប់ចម្រិតពួកយើងមកទីនេះកុំប្រាប់ណាថាអ្នកកំពុងតែខ្វះទ័ពដោយចង់បញ្ជូនពួកយើងទៅធ្វើសង្គ្រាមផងដែរចំពោះបរិមដែលបានពាក់កណ្ដាត់ពណ៌សនោះគេគឺជាជាងឈើចំពោះបរិមដែលបានពាក់មួកនេះគេគឺជាជាងថ្មចំពោះបរិមម្នាក់នេះគេគឺជាអាខេមិកឬក៏ជាអ្នកវិទ្យាសាស្ត្រវេទមន្តនឹងឯងហើយអ្វីបានជាមើលទៅពួកគេគឺដូចជាខឹងខ្លាំងមែនតើខ្ញុំគួរតែសុំទោសទៅកាន់ពួកគេអត់តើពួកឯងកំពុងតែស្រែកដាក់ក្បាលអ្នកណាតើពួកឯងមិនដឹងថាយើងគឺជានរណាទេតើមែនទេក្នុងនាមយើងគឺជាប្រជាបុត្រហើយយើងក៏ជាម្ចាស់នៃទីក្រុងមួយនេះតើយើងគឺមិនអាចធ្វើការកោះហៅពួកឯងមកបានតើមែនទេយើងគឺពិតជាឈឺចិត្តណាស់តើពួកឯងពិតជាចង់ស្លាប់ដល់ថ្នាក់នេះមែនឬហើយគេក៏បានកាត់មកមួយសន្ទុះក្រោយមកក៏យើងបានឃើញថាពួកគេគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនតើនោះគឺជាការពិតមែនវាគឺពិតប្រាកដណាស់ខ្ញុំនឹងបកគល20%នៃត្បូងវេទមន្តរបស់ខ្ញុំទៅកាន់អ្នកទាំងអស់គ្នាដោយត្បូងវេទមន្តរបស់ខ្ញុំគឺសុទ្ធតែជាត្បូងវេទមន្តដែលកម្រិតកំពូលទាំងអស់បើសិនបើយើងធ្វើចំនួនជាមួយនឹងគ្នាមិនដែរដោយខ្ញុំនឹងបកគលត្បូងវេទមន្តទៅកាន់អ្នកប៉ុន្តែអ្នកទាំងអស់គ្នាគឺត្រូវតែផ្គត់ផ្គង់មកកាន់ខ្ញុំវិញដូចគ្នាផងដែរតែអ្នកគិតថាវាស្មើភាពគ្នាទេដោយនៅពេលនោះពួកគេក៏បានសម្រេចចិត្តចូលរួមជាមួយនឹងតួឯកប្រុសរបស់យើងយកតែម្ដងគ្មានអ្វីដែលសំខាន់ជាងទំនុកចិត្តទេនៅក្នុងពិភពលោកនេះប៉ុន្តែលុយគឺអាចដោះស្រាយបញ្ហាបានកាត់មកប្រឹកស្អែកវិញម្ដងដោយលូកាគឺគេបានបរិការមកកាន់តួឯកប្រុសរបស់យើងផងដែរថាកងទ័ពនិងសភាវុធគឺបានរៀបចំរួចជាស្រេចហើយចំពោះលីលីទោះបីជានាងគឺពិការក៏ដោយប៉ុន្តែតួឯកប្រុសរបស់យើងគឺមិនឲ្យនាងទំនេរឡើយគឺឲ្យនាងមកធ្វើសង្គ្រាមផងដែរចំពោះជូពីទ័រគឺគេបានមកជំនួសតម្លៃរបស់កេនដោយគេគឺធ្វើជាអ្នករំខានទៅកាន់សត្រូវអីហ្នឹងឯងដោយជូពីទ័រនាងក៏មានតែហ៊ានស៊ីឈ្នួលដែលជាកូនចៅផ្ទាល់ខ្លួនរបស់នាងផងដែរដែលមែននេះគឺជារង្វាន់ដែលយើងបានរៀបចំទៅឲ្យឯងជាពិសេសជាមួយនៅផ្នែករ៉ាដារបស់គេគួរតែមានអាវុធដែលពិសេសមួយហើយដោយតួឯកប្រុសរបស់យើងគឺគេចាប់ផ្ដើមជួសជុលបន្ទាយរបស់គេឡើងវិញហើយកាត់មកកាន់កន្លែងជើងឈើវិញដោយតួឯកប្រុសរបស់យើងគឺបានប្រាប់ឲ្យជើងឈើហ្នឹងគឺធ្វើជញ្ជាំងមួយឲ្យខ្ពស់ហើយឲ្យលាតសន្ធឹងឲ្យធំមកចំពោះអ្នកវិទ្យាសាស្ត្រវេទមន្តនេះវិញក៏យើងបានឃើញថាគឺគេបានបិទទ្វារចិត្តឈឹងយកតែម្ដងយើងអត់ដឹងថាគេគឺសង្ងំធ្វើអ្វីឡើយត្រឹមតែមួយប្រព្រឹត្តផ្នែកគឺដល់ពេលវេលាបាត់ចំពោះ stage ទី1គឺនៅសល់តែ30នាទីទៀតតែប៉ុណ្ណោះគឺនឹងចាប់ផ្ដើមហើយចំពោះ stage នេះគឺខ្ញុំសូមហៅវាថាជាសមរភូមិទៅចុះគឺជាសមរភូមិទី1
លើកនេះគឺខ្ញុំបានត្រៀមខ្លួនរួចជាស្រេចហើយទាំងកងទ័ពទាំងអាវុធគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំវាគឺដល់ពេលហើយខ្ញុំសង្ឃឹមថាអ្នកគឺនឹងមិនប្រាជ័យដូចជាកេនទេចុះតោះចេញដំណើរហើយយើងគឺបានឃើញថាក្រុមទាហានស៊ីឈ្នួលពួកគេគឺចាប់ផ្ដើមជិះសេះចេញដំណើរទៅហើយនៅពេលដែលពួកគេកំពុងតែធ្វើដំណើរទៅមុខដោយនៅពេលនោះគឺយើងបានឃើញថាក្រុមលាវិញអាមើគឺកំពុងតែដេញតាមពួកគេពីខាងក្រោយផងដែរតើពួកឯងគឺអត់ស្គាល់សេរីចាស់ទេមែនដោយនៅពេលនោះផ្ទៃមេឃគឺចាប់ផ្ដើមខ្មុកខ្មាញ់លេចចេញរន្ទះពណ៌មាសយកតែម្ដងនេះគឺជាឥទ្ធិពលរបស់អរិយភ្នែករំទោលហ្នឹងឯងបន្ទាប់ពីលាវិញអាមើស៊ីមួយរន្ទះរបស់ជូពីទ័រដែលយើងគឺបានឃើញថាពួកគេគឺពិតជាទ្រុឌទ្រោមខ្លាំងមែនទែននៅពេលដែលជូពីទ័របានឃើញថាពួកគេគឺអាចងើបមកវិញបានហើយដោយនៅពេលនោះគឺអ្នកបានប្រើរន្ទះពណ៌មាសរបស់អ្នកគឺបាញ់ទៅម្ដងទៀតយកតែម្ដងពេលដែលរន្ទះនេះទៅប៉ះជាមួយនឹងពួកគេដោយយើងគឺបានឃើញថាវាបាច់ជារលាយបាត់យកតែម្ដងដោយសារតែពួកគេគឺអាចសម្របខ្លួនបានហើយចំពោះតួឲ្យប្រុសរបស់យើងក៏គេបានភ្ញាក់ផ្អើលផងដែរដោយសារតែបិសាចនៅកម្រិតនេះគឺបាច់អាចសម្របខ្លួនជាមួយនឹងការវាយប្រហារបានពិតជាលឿនខ្លាំងមែនទែននៅពេលដែលជូពីទ័រនាងបានឃើញថាពួកគេគឺអាចសម្របខ្លួនជាមួយនឹងរន្ទះពណ៌មាសរបស់នាងបានដោយនៅពេលនោះនាងគឺបានធ្វើការបញ្ចេញរន្ទះពណ៌ផ្ទៃមេឃរបស់នាងមកយកតែម្ដងនាងគឺមិនធ្វើឲ្យខ្ញុំខកបំណងទេការចំណាយលុយទៅការនាងគឺមិនអត់ប្រយោជន៍ទេហើយយើងគឺបានឃើញថាមួយស្និតវេប្រហាររបស់នាងនៅមុននេះគឺបានស៊ីទាំងដុំយកតែម្ដងបន្ទាប់ពីជូពីទ័របានបញ្ឆោតស៊ីទាំងដុំបានសម្រេចហើយដល់នៅពេលនោះក៏យើងបានឃើញថាពួកគេគឺបានសម្រុកមករកជូពីទ័រយកតែម្ដងជូពីទ័រឆាប់តថយមកវិញចូលគម្រោងការទី2នៅពេលដែលជូពីទ័របានងាកសេះត្រឡប់មកវិញដោយយើងគឺបានឃើញថាលាវិញអាមើដេញមកតាមពួកគេពិតជាលឿនខ្លាំងមែនទែនដោយល្បឿនរបស់ពួកលាវិញអាមើនេះគឺខុសពីធម្មតាដែលធ្វើជូពីទ័រនាងក៏ចង់ស្លន់ផងដែរហ្នឹងចំពោះតួឲ្យប្រុសរបស់យើងដែលនៅផ្នែកខាងលើគេពិតជាបារម្ភទៅកាន់ពួកគេខ្លាំងមែនទែនគម្រោងការរបស់គេគឺចិត្តបានសម្រេចតែបន្តិចទៀតទេអ្នកដែលធ្វើការនៅគម្រោងការទី2ត្រៀមខ្លួនដោយនៅពេលនោះគេពិតជាស្លន់ខ្លាំងមែនទែនសោះតែបន្តិចទៀតទេនឹងដល់ហើយអ្នកទាំងអស់គ្នាចូលល្អណាស់ជូពីទ័រដោយផែនការទី2របស់គឺបានសម្រេចហើយបើយើងមើលទៅកាន់លើវិញមើលក៏យើងបានឃើញថាពួកគេគឺកំពុងតែស្ថិតនៅកន្លែងដែលចង្អៀតខ្លាំងមែនទែនដោយសងខាងរបស់គេគឺត្រូវបានបិទដោយបន្ទះក្តារយកតែម្ដងដោយឥឡូវនេះពួកគេគឺកំពុងតែស្ថិតនៅជាបណ្ដុំហ្នឹងឯងនៅពេលដែលលើវិញមើលកំពុងតែស្ថិតនៅកន្លែងដែលចង្អៀតរញ៉េរញ៉ៃដោយនៅពេលនោះស្រាប់តែមានសំឡេងមួយគឺបានបញ្ជាទៅកាន់ពួកគេយកតែម្ដងសម្រាប់មនុស្សនៅចំពោះមុខអ្នកបន្ទាប់ពីលាវិញមើលគេទទួលបានពាក្យបញ្ជាហើយដោយនៅពេលនោះពួកគេគឺចាប់ផ្ដើមធ្វើសកម្មភាពហើយចំពោះនៅពេលដែលគេបានឃើញលាវិញមើលគឺបានធ្វើសកម្មភាពរត់ចេញមកផ្នែកខាងក្រៅដូចជាផែនការដែលគេបានគ្រោងទុកហើយគឺគេបានបញ្ជាទៅកាន់កំភ្លើងធំរបស់គេឲ្យធ្វើការបាញ់យកតែម្ដងបន្តបាញ់រហូតឲ្យទៅជាសមុទ្រភ្លើងជាមួយនឹងការសម្រុកចេញរបស់ពួកគេប្រហែលជាកំភ្លើងរបស់យើងគឺបាញ់អត់ទាន់ទេវាគឺគ្មានផ្លូវដែលថាមិនទាន់ទេប៉ុន្តែដូចជាមានអ្វីដែលចម្លែកដោយការសង្ស័យរបស់តួឯកប្រុសរបស់យើងគឺត្រូវបានបង្ហាញខ្លួនហើយដោយយើងគឺបានឃើញថានេះគឺជាអៃរ៉នពីដៃដែលបានមកទប់ទល់គ្រប់កំភ្លើងនេះនឹងឯងយើងដឹងហើយថាពួកគេគឺនឹងមិនធ្លាក់ចូលអន្ទាក់របស់យើងងាយស្រួលបែបនេះទេប៉ុន្តែតើនេះគឺជាឈួតយកស្អីហ្នឹងតើវាគឺបានខុសអំពីក្នុងហ្គេមម្ដងទៀតហើយតើមែនទេលីលីឆាប់ដំណើរការវាទៅដាក់ពួកគេនៅពេលនេះឥឡូវទៅដោយយើងគឺបានឃើញថានេះគឺជាវត្ថុបុរាណនឹងឯងដោយនេះគឺជាសមិទ្ធផលរបស់អ្នកវិទ្យាសាស្ត្រវេទមន្តនឹងឯងដោយវត្ថុបុរាណមួយនេះគឺវាមានឈ្មោះថាដែនកំណត់នៅពេលដែលវត្ថុបុរាណនេះបានដំណើរការដោយយើងគឺបានឃើញថាគឺវាបានបង្កើតជាដែនកំណត់យកតែម្ដង